សូមអនុមោទនាកូនជាទីស្រឡាញ់កូនត្រូវជាមនុស្សស្មោះត្រង់ណាកូនការស្មោះត្រង់ប្រៀបបីដូចជាទឹកសម្រាប់ស្រោចដំណាំមិនឲ្យស្វិតយ៉ាងណាជីវិតស្រស់បំប្រងព្រោះភាពស្មោះត្រង់របស់ខ្លួនយ៉ាងនោះឯងមនុស្សយើងនៅជាមួយអ្នកណាធ្វើការជាមួយអ្នកណាក៏គួរតែស្មោះត្រង់ជាមួយអ្នកនោះហើយទាំងស្មោះត្រង់ចំពោះការងារនិងស្មោះត្រង់ពាក្យនិយាយរបស់ខ្លួនឯងទៀតផងណាកូនការស្មោះត្រង់នោះគឺជាការពិតប្រាកដក្នុងចិត្តមាត់ពោលស្ដីអ្វីៗជាសម្ដីផ្កាអ្នកណាក៏ចូលចិត្តជាពាក្យពិតត្រង់ជាមួយចិត្តត្រង់ជាមួយការងារកូនប្រុសស្រីត្រូវតែតម្កល់ខ្លួនឲ្យមមក្នុងសេចក្តីស្មោះត្រង់គឺទៅត្រង់មកធ្វើអ្វីក៏ចាប់យកការស្មោះត្រង់ជាទីតាំងសំបីមានផលប្រយោជន៍ជាទ្រព្យសម្បត្តិតិចតួចក៏ដោយក៏កូនកុំបោះបង់ចោលនៅសេចក្តីល្អបែបនេះឲ្យសោះអ្នកណាគេយល់ថាការវិវេឬការយកប្រៀបលើអ្នកដទៃទៅជាសេចក្តីឆ្លាតក៏ស្រែងតែអ្នកនោះទៅចុះបើគេថាកូនជាមនុស្សល្ងងឬភ្លើកូននៅតែជាកូនឆ្លាតរបស់ពុកម៉ែដដែលណាកូនព្រោះមនុស្សឆ្លាតទៅចេះជួយខ្លួនឯងឲ្យផុតពីបាបកម្មបើកូនស្មោះត្រង់ហើយទៅធ្វើខុសក្នុងរឿងអ្វីមួយនោះត្រូវគេចាប់បានអ្នកដែលថាយើងស្មោះត្រង់គឺល្ងងឬអ្នកដែលញុះញង់ឲ្យកូនទៅធ្វើខុសនោះគេមិនបានមកជួយកូនឡើយកូនត្រូវទទួលទោសតែម្នាក់ឯងតែបើកូននៅតែធ្វើការឲ្យដោយភាពស្មោះត្រង់ល្អពិតមុនដំបូងកូនអាចលំបាកកាយណាកូនតែសប្បាយចិត្តរួចហើយក្នុងកាលជាខាងក្រោយគឺកូនមិនត្រូវបានទទួលនៅទុក្ខទោសអ្វីរហូតតទៅកូនជាទីស្រឡាញ់កូននៃសេចក្តីលំបាកឪពុកម្ដាយក៏ដូចគ្នានឹងមនុស្សទាំងឡាយឯទៀតដែរគឺក្រៅអំពីមិនត្រូវការឲ្យខ្លួនឯងលំបាកហើយនៅមិនត្រូវការឲ្យកូនរបស់ខ្លួនមាននៅសេចក្តីលំបាកផងទៀតមិនមានម៉ែឪណាដែលប្រាថ្នាឲ្យកូនខ្លួនឯងក្រីក្រលំបាកតោកយ៉ាក់ឡើយប៉ុន្តែពេលខ្លះកូននៅតែមានសេចក្តីលំបាកព្រោះឪពុកម្ដាយមិនអាចធ្វើឲ្យកូនសុខសប្បាយបានគ្រប់យ៉ាងនោះឯងក្នុងសេចក្តីនេះកូនត្រូវចាំទុកថាសេចក្តីលំបាកនោះវាមិនមែនអាក្រក់មានពឹសកាចសាហាវធ្វើឲ្យមនុស្សយើងទុកលំបាកទៅតែមួយយ៉ាងនោះទេបើយើងសម្លឹងមើលក្នុងការសិក្សាឬមើលក្នុងផ្នែកមួយផ្សេងទៀតសេចក្តីល្អឬប្រយោជន៍នៃការលំបាកនោះក៏អាចប្រព្រឹត្តទៅបានគឺសេចក្តីលំបាកធ្វើឲ្យមនុស្សយើងរឹងប៉ឹងមុំមុនកូនខ្លាំងឡើងធ្វើឲ្យមនុស្សយើងពូកែគិត
nâng thơ ao ban chỉnh địa thông tiệt hòn Priệp đôi đai đại kê đột oi rừng đôi cho nó ai ca lùm ba bật nào oi một đôi dương bu ca không ca chui không ai pro trâu tỏ su canh đồn níl đầm bình dội nè xịt đầy lùm bạn nô nô miền mình nô mình tịnh nè tê đầy tay tay ban lọ một pi xịt đầy lùm bạn đòi can cầm đợt hà lùm bạn mình sọt nọ còi pol cừ miền cà ọt thôn chia diêm nâu đồ viên xịt đầy lùm bạn nâng thêm sọt nọ sọc bài thay nô rồng rừng tôi một bên có mình tịnh nhẹ đà đây chia mình đâu squal tay sập bài tăng pi cạt màu mình đây squal mình đây chụp nó xịt đây lùm bạ lại lúc đầu miền hạt mòm oi xịt đây lùm bạ cắt lại có sơ tài chui không ai mình bàn phừ ông vậy còn mình cao chăm ông vậy có mình chua càng nghe con xa mình chạy phơ tiếng tùm rộn tại bàn rùn nâu stơ thì slap tao hơi bị khla tròm nâng lụng bạc mình bàn còn trâu bắt bong chi vật tờ đôi nì cồn cùng tộc lại xịt đây lụng bạc thơ vây trâu chăm tộc thà xịt đây lụng bạc đôi xịt đây ọt thôn trâu dột hol cầm ray pi xịt đây lùm ba chấm ran con đợt thô không chất nâng dột xịt đây lùm ba chim mê riêng đại con trâu ta sẵn sàng thà Atma anh mình bơ tờ lòng tờ rộ xịt đây lùm ba tiệt lại lần chạy tích pri ở vậy tiệt anh này tại phở ở đây rừng rực tại rừng tục đột một nụ sao ôi pra tì pừng tại bài một nụ rừng tra đăng sạch chạy mình miền ở vậy so lọ chiêng con nợ thổ khăn tay bo bo to su ất ác tức tay mùi tần trầm sao bờ lạc chia diêm đòn chạ đã bình an thùng vì rào bẹt hà nẹ khla on ai tục khăn mình khai pro ai xóm cùng chia diêm khăn tay bánh nhà ọp rùng chân nẹ ọp tục thùng chuộc chung côn quạp lật tập hol ca nghi chia đầm lại mình đâu phơi ca đôi chút chùm được áp hoặc chùm nè upasa pracha cầm nọc con nợ thô chỉ trọn chọn tam chỉ vật mình nộp đài là rừng băng tay mình rừng rú chia diêm chùm rú miền nè nọc chật tôn cài vì trà mê ta miền bất tại rừng bầm bầm sinh ra đôi đại Namo Tát Ni cồn chia ti sờ lạnh tự chất miền đầm lay chiang tự prạ na cồn càng cồn tàu bầm ra càng nghi richka rồi tàu phơi cá si chnu kê cứ cồn phơi cá away cắt đào chỗ cồn phơi oi pin đai pin chân na cồn prang prai ai ở pi samatha hiệp oi som nâng đầm lay bạc hai rư đầm lay chnuol prasan bờ cồn phơi oi lơ chiang bạc hai rư đầm lay chnuol nô cứ được tay lọ công phơi oi ca bạc hai mơ khơi nhập bạc hai công phơi ca con tay đầm bay oi ban bạc hai tay mà vàng cùng cơ trầm tay càng nghe hơi sạch tay bồn nâng trột phơi càng nghe đầm bay ở càng nghe sầm rách đây là ọp hòn từ chỉ ca sầm rùng
មនុស្សយើងគូជាមនុស្សមានទឹកចិត្តណាកូនកូនជាទីស្រឡាញ់កុំជាមនុស្សខ្វះទឹកចិត្តឲ្យសោះមនុស្សដែលធ្វើការលើសពីតម្លៃនៃប្រាក់ខែប្រាក់ឈ្នួលដោយការពេញចិត្តសម្ដែងដល់ទឹកចិត្តដែលមិនយកប្រៀបគេទើបបីខាត់ពេលវេលាបន្តិចបន្តួចក៏ពិតមែនប៉ុន្តែសម្រេចការងារបានល្អនាំឲ្យចិត្តរបស់ខ្លួនមានការរីករាយជាសុខសេចក្តីរីករាយជាសុខនេះឯងជាខ្លឹមសារសំខាន់នៃជីវិតដែលមិនអាចរកទិញនៅទីណាបានឡើយក្រៅពីការមានទឹកចិត្តនៃខ្លួនឯងណាកូនកាលដែលមនុស្សយើងមានទឹកចិត្តរមែងមាននៅទឹកសម្រាប់ផ្សើមឲ្យស្រស់បោះត្រជាក់ប្រចាក់នៅសេចក្តីកំណាញ់និងការច្រណែនចិត្តដើមខុសអំពីមនុស្សដែលមិនមានទឹកចិត្តខុសអំពីមនុស្សដែលមិនមានទឹកចិត្តមនុស្សដែលមិនមានទឹកចិត្តក្រៅអំពីចិត្តរបស់គេមិនមានការរីករាយជាសុខក្នុងការងារហើយចិត្តរបស់គេរមែងស្ងួតក្រៀមក្រោះដូចស្រែដែលខ្វះទឹកអញ្ចឹងឯណាកូនជាទីស្រឡាញ់របស់ពុកម៉ែចូលកូនហ្វឹកហាត់ខ្លួនឲ្យបានទៅជាមនុស្សមានទឹកចិត្តចូលកូនកុំគិតថារឿងនេះវាជារឿងចាញ់ប្រៀបនឹងគេឬជាអ្វីដែលមិនល្អឲ្យសោះកូនត្រូវគិតដូចនេះវិញថាវាជារឿងនៃទឹកចិត្តដែលនឹងកប់បីមានដល់គ្នានឹងគ្នាដើម្បីបាននៅធ្វើការជាមួយគ្នាអស់កាលយូរហើយក្នុងទីបំផុតទឹកចិត្តរមែងមានតម្លៃជាងទឹកប្រាក់ណាកូនកូនចិត្តទីស្រឡាញ់ត្រូវរក្សាសម្ដីពាក្យនិយាយជាការសំខាន់មួយយ៉ាងរបស់មនុស្សយើងកូនត្រូវប្រយ័ត្នពីរយ៉ាងណាកូន1មុននិយាយ2និយាយរួចហើយមុននិយាយកូនត្រូវគិតមុខគិតក្រោយឲ្យល្អនិងការនិយាយរួចហើយកូនត្រូវរក្សាពាក្យនិយាយពាក្យដែលនិយាយចេញទៅហើយគឺជាចង្វាយនីរបស់យើងណាកូននិងបង្គាប់ឲ្យយើងត្រូវតែធ្វើតាមដូចជាទទួលពាក្យអ្វីពីអ្នកដទៃគឺត្រូវធ្វើឲ្យបានទៅតាមការសន្យាទោះបីជាត្រូវចុះទុនចេញកម្លាំងខ្លាំងយ៉ាងណាក៏ដោយរហូតដល់ទៅត្រូវស្លាប់ក៏ត្រូវព្រមដែរដើម្បីរក្សាសម្ដីកូនអើយរឿងពាក្យសម្ដីនេះមនុស្សទាំងឡាយគេកាន់យកណាស់បើបងសម្ដីទៅហើយអ្វីដទៃទៀតសំបីល្អយ៉ាងណាក៏រមែងខូចទៅតាមដែរណាកូនជាទីស្រឡាញ់ឬក៏ត្រូវអស់សម្រស់ព្រោះហេតុតែខូចគេឈ្មោះក្នុងការមិនរក្សាសម្ដីដូច្នេះទៅបុរាណពោលថាមនុស្សគេយកសម្ដីដំរីគេយកភ្លុកព្រោះហេតុនេះនៅពេលកូនគិតថាខ្លួនឯងត្រូវលំបាកព្រោះហេតុតែត្រូវរក្សាសម្ដីហើយបើកូនមិនចង់លំបាកគឺកូនកុំចេះតែទទួលពាក្យគេដោយងាយនោះត្រូវពិចារណាឲ្យល្អជាមុនថាកាលទទួលពាក្យគេហើយអាត្មាអញនឹងធ្វើបានយ៉ាងណានោះដែរឬទេគឺត្រូវគិតឲ្យល្អិតល្អន់ស្រួលបួនជាមុនសិនមនុស្សយើងបើរក្សាពាក្យសម្ដីខ្លួនឯងទុកមិនបានទៅហើយតើអាចរក្សាអ្វីទៅបានព្រោះអំបាលពាក្យសម្ដីជាសម្ដី
មានតម្លៃក្នុងខ្លួនរក្សាមិនមានផងរក្សាមិនបានផងចំណងបើរបស់ដតីក្រៅខ្លួនធ្វើដោយមិនដេញនឹងអាចរក្សាបានដូច្នេះទៅម៉ែឪដាក់ទឿនឲ្យកូនពិចារណាឲ្យល្អមុននិយាយមុនសន្យាអ្វីជាមួយអ្នកណាហើយត្រូវកូនកុំជាមនុស្សភ្លេចពាក្យសន្យាដែលងាយឡើយណាកូនមនុស្សដែលបងពាក្យសម្ដីសំបីដោះស្រាយយករួចខ្លួនបានម្ដងក៏ពិតតែលុះដល់តទៅកាលបើមានហេតុការណ៍ចាំបាច់ត្រូវសន្យាធ្វើឲ្យបានយ៉ាងណានោះក៏គេដកសេចក្តីទុកចិត្តដែរណាកូនចូលកូនកុំជាមនុស្សនិយាយលេះលោះឬនិយាយកុហកសំបីតែដើម្បីសើចលេងឡើយនឹងចូលកូនចាំទុកថាពាក្យសម្ដីសំខាន់សម្រាប់មនុស្សយើងខ្លាំងណាស់ចូលកូនចាំពាក្យទុកថាពាក្យសម្ដីជាការងារដ៏ធំបណ្ឌិតរមែងរក្សាសច្ចៈនិយាយតិចតែបានការប្រសើរជាងនិយាយច្រើនអត់ប្រយោជន៍មិនមែនបណ្ឌិតព្រោះហេតុតែនិយាយច្រើនទេគុណធម៌មិនមែននៅនឹងអណ្ដាតទេគឺស្ថិតនៅតែក្នុងចិត្តប៉ុណ្ណោះកូនជាទីស្រឡាញ់ចិត្តមួយថ្លាមួយណាកូនធម៌ដែលធ្វើឲ្យគូក្រងនៅជាមួយគ្នារហូតតទៅនោះគឺជាការស្មោះត្រង់ដល់គ្នាមិនក្បត់ចិត្តគ្នារក្សាពាក្យសន្យាថាស្មោះត្រង់នឹងគ្នាតាំងតែពីដំបូងមកនោះឯងសច្ចៈតាំងនៅចិត្តស្មោះត្រង់មានតួនាទីធ្វើជាសាវមាសចាក់បេះដូងស្វាមីនិងបេះដូងភរិយាឲ្យជាប់គ្នាកាលបើមានសច្ចៈចិត្តមួយថ្លឹមមួយហើយអ្វីដទៃផ្សេងទៀតដូចជាការយល់ចិត្តគ្នាការឲ្យអភ័យសេចក្តីអត់ធន់ការបរិច្ចាគលះបង់ការទូន្មានចិត្តនិងការដឹងគុណគ្នាទៅវិញទៅមកជាដើមក៏រមែងតាមមកដង្ហែសច្ចៈការស្មោះត្រង់នឹងគ្នារវាងភរិយាស្វាមីជាហេតុធ្វើឲ្យគ្រួសាររស់នៅជាសុខមិនឆ្លោះប្រកែកទាស់តែងលែងលះគ្នាមិនរង្គៀសសង្ស័យគ្នាមិនប្រច័ណ្ឌគ្នាជាដើមដូច្នេះការស្មោះត្រង់ជាសភាវៈល្អខ្លាំងណាស់សម្រាប់កូនគ្រប់រូបជាសភាវៈដ៏សំខាន់សម្រាប់ភរិយាស្វាមីគួរតែរក្សាថ្នាក់ថ្នមទុកឲ្យល្អជាទីបំផុតដល់ពេលកូនមានគ្រួសារកូនត្រូវតែចាប់យកនៅការស្មោះត្រង់នេះមករក្សាទុកបំខានដើម្បីឲ្យគ្រួសាររបស់កូនបានសុខសប្បាយនិងភ្លឺស្វាងណាកូនបើចំណែកខាងណាមួយមិនស្មោះត្រង់ទៅវិញនោះនឹងរស់នៅមិនបានសុខឡើយកូនគិតមើលចុះថាការដែលកូនឃើញមុខគ្នានឹងរស់នៅជាមួយគ្នាមនុស្សដែលមិនស្មោះត្រង់នោះតើមានការចង្អៀតចង្អល់ទុច្ចចិត្តលំបាកយ៉ាងណាកូនគង់តែគិតឃើញមិនខានដូច្នេះទៅប្តីប្រពន្ធមិនត្រូវប្រព្រឹត្តឲ្យជាមនុស្សនៅក្រៅបេះដូងរបស់គូក្រងឡើយពលគឺមិនត្រូវក្បត់ចិត្តគ្នាមនុស្សយើងបើសូម្បីតែសច្ចៈចំពោះគូក្រងដែលខ្លួនស្រឡាញ់រក្សាមិនទៅហើយតើត្រូវរក្សាអ្វីឲ្យគូក្រងរបស់ខ្លួនបានទៅ
ហើយនឹងត្រូវរក្សាសេចក្តីល្អអ្វីដទៃទៀតបានដែរទៅការដែលគូជឿទុកចិត្តនឹងយុទ្ធសេរីរបស់មនុស្សយើងនោះគឺចាប់ដើមពីសច្ចៈនេះឯងមានតែមនុស្សដែលរក្សានូវសច្ចៈមានការស្មោះត្រង់ប៉ុណ្ណោះដែលគួរឲ្យជឿទុកចិត្តបានណាកូនចិត្តទីស្រឡាញ់ចំណែកដែលមនុស្សខ្វះនូវសច្ចៈសំបីតែជាមួយនឹងគូក្រងរបស់ខ្លួនឯងហើយតើមានសច្ចៈជាមួយនឹងអ្នកដទៃនោះជាការលំបាកនឹងឲ្យជឿណាស់កូនពុកកូនម៉ែគ្រប់ទីកន្លែងដែលគេតែងប្រកាន់រហូតមកគឺថាជាការអាប់អោនកិត្តិយសខ្លាំងណាស់ក្នុងរឿងដែលมันមានចិត្តមួយថ្លឹមមួយហើយតោរំលែកចែកកាយចែកចិត្តឲ្យអ្នកដទៃជាពិសេសស្ត្រីខ្មែរបើកូនប្រុសកូនស្រីមានបំណងចង់ជួបគ្នាជាភរិយាស្វាមីឲ្យមានសេចក្តីសុខសាន្តតបភពតជាតិកំណើតរហូតដល់បរមសុខគឺព្រះនិព្វានកូនត្រូវតែជាគូក្រងដែលមានសទ្ធាស្មើគ្នាមានការឲ្យស្មើគ្នាមានសិលស្មើគ្នាមានការបរិច្ចាគស្មើគ្នារហូតនឹងបញ្ញាស្មើគ្នាព្រមទាំងចេះនិយាយស្ដាប់គ្នាមានហេតុផលជាគោលកាន់យងនឹងមិនចេះអាងអញអានេះអានោះយ៉ាងនោះឡើយកូនជាទីស្រឡាញ់របស់ពុកម៉ែការដែលយើងធ្វើខ្លួនជាមនុស្សមានទឹកចិត្តមានការស្មោះត្រង់និងមានការស្រឡាញ់យុត្តិធម៌អ្នកដទៃគេអាចមើលមកថាយើងល្ងងមិនចេះរកស៊ីមិនចេះចង់មានចង់បានមិនចេះឆក់ឱកាសកូនណាយកូនណាយព្រមឲ្យគេថាទៅចុះព្រមឲ្យគេថាល្ងងល្អជាងកូនជាមនុស្សមិនមានទឹកចិត្តមិនមានសុចរិតស្មោះត្រង់និងមិនមានយុត្តិធម៌កូនធ្វើការដោយស្មោះត្រង់មានទឹកចិត្តចំពោះអ្នកដទៃស្លូតបូតត្រឹមត្រូវសំបីមិនសូវមានទ្រព្យលើសពីការប្រើប្រាស់ដោយគេក៏ដោយតែកូនសប្បាយចិត្តគ្រួសារយើងអាចខ្វះខាតខ្លះប៉ុន្តែមិនការកក់ក្ដៅរស់នៅឃើញមុខគ្នាមិនគិតខ្វល់ឬរង្គៀសចិត្តក្នុងរឿងអ្វីច្រើនឡើយណាកូនរវាងការងារមានបានទ្រព្យសម្បត្តិតែมันមានការកក់ក្ដៅនិងមានការកក់ក្ដៅគ្រាន់តែមិនសូវមានទ្រព្យសម្បត្តិពីរយ៉ាងនេះតើកូនជ្រើសរើសយកមួយណាមានមនុស្សមួយចំនួនមានមុខមានមាត់ក្នុងសង្គមមានពេលវេលាដែលតាក់ទងយកចិត្តយកថ្លើមអ្នកដទៃជាងមានពេលនៅជាមួយគ្រួសាររបស់ខ្លួនឯងឬក៏ត្រូវស្ទុះទៅលិចស្ទុះទៅកើតដើម្បីរក្សាផលប្រយោជន៍របស់ខ្លួនរហូតមិនមានលហែឲ្យពេញទៅផលប្រយោជន៍ខាងក្រៅផ្សេងច្រើនជាងឲ្យដល់គ្រួសារឬពុំនោះសោតត្រូវប្រឹងប្រែងព្យាយាមច្រត់ចុកប្រជែងអ្នកតូចអ្នកធំដើម្បីផលប្រយោជន៍នោះដូច្នេះឯងដែលគាត់គិតថាខ្លួនគាត់ឆ្លាតបានជាភ្លេចថាប្រការឆ្លាតរបស់ខ្លួននោះឯងបានធ្វើឲ្យខ្លួនមិនមានពេលបរិភោគឬបរិភោគខុសពេលមិនមានពេលដេកមិនមានពេលសម្រាន
năng mình men pel ở đó cột sang cột quan thưa ở cột sang khoác cà cọt đầu con này bật men hai thà nọc nong cột sang chạm mạch trầm miền miền bạc con tài mình men ơiแต่miền miền bạc cứ miền sầu thẹn mừng col miền hiệp quạt đau phong lòng chất nông chỉ vận tàu sọc rộng nô tê na cồn chưa ti sờ lạnh miền sập tây chỉ phía địa chăn na đây mình phát trọm sầm ban miền sập tây chưa được bao lọ rồi bao thay con tây chỉ prong còn đây miền mộc áp sập pôn pro khoác hiệp quạt đau pi sva mây nó ai na cồn một nốt đầy cất hàng con anh chlaแต่มันเป็นไปได้หนกเตี้ยเราเจ้าประปนเจ้าก้นจะเรื่อยๆควักกาสมอตรังจะมวยนางมวยควักโฮสันดอลมโมบหลบล้นรบสีตุจรัดควักยุติโธก็นายขนมเรื่องเตียงอ๋อนี่บ่ากิจหาคนหลงงแมนแตนปลุกมันเจโดยเกcứ chỉ càng nghe là on nạc cồn chết trầm tại càng nghe là bao cồn đòi tự chết sức cho đất smart trăng cồn xa miền ca cọ đau đôi chút này cồn trâu rút nâu đòi sinh đi sọc sọc bài chỉ diệm đòi khăn cồn kênh lụ mình chậm mạnh giọt đầy cùng ngạc lại nà cồn chết đi sân lành nông lộc đây mình miền đất này đây phở vậy trầm trâu rồi là tao tiếng nô lại bột hà cứ chân nhẹ nông miền kể lấy chiếc rương sang mong chất hơi cho mình miền nhẹ na phở vậy ở trâu chất dương cột bài giang nô đài trong này dương cất đôi khnia là cồn tôi chỉ dương không phở là trâu phơ tàu cột giang dân nam cắt đào có cùng miền kỳ toa chất đang dựng này nẹt đột tì kinh phơ không miền cả phạt hạt rồi phơ mình trâu chất mình trâu ở chia sẻ rồi bọc cồn trâu chết ai thay đòi kỳ công bậc cành công khang cao nâng công từ chốt bậc cây to tay nhau vay nâng kỳ lại cồn trâu nó nghiêm ai ban là tự miền ở bầy trâu bọ sai cồn trâu mượn ốc cá mượn nhẹ đập ti hơi chật đập bọ cồn trâu tay tự chẹt mình có đau cỏ hài bị cha đàn khơi hai khơi thò bạc sần xăm để gì là cồn rồi chăm biện đi tục thả rồi xây an bình là cà bìa khluồn prai an cho bắp buôn cà bìa khóc chuẩn bìa miền an vay tắc an tài chlu to cầm lăng cài cả cồn ao ập hay đo cây hào nét đây sờ bài chật cư cô nào ai cả cho nó xịt đầy cọp tóc cứ chỉ cả cho đông phơi bằng chất trâu cất ăn khiếp xiệp bàn cái đó ốc bài biệt biên cây rơi chết đau miền tài ăn cọp phần này mình miền nào vậy là online cả oi ập hay mà dạng tiệt cứ cả oi mình miền hay đờ nét đợt tây bàn xịt đầy thà phơi luôn rồi bao giờ oi miền đầm lay bị say đòn nét đợt tây mình bằng co cà phê khla xịt đầy cả đam của hai xem oi đòn nét nà lại
កូនត្រូវធ្វើខ្លួនឲ្យគេស្គាល់ចិត្តជាគ្នាឯងមិនមានស្នៀតមិនក្រឡេកក្រឡុចនិងជាទីទុកចិត្តរបស់អ្នកដទៃធ្វើយ៉ាងនេះឈ្មោះថាឲ្យអភ័យកូនត្រូវយល់ថាការឲ្យអភ័យគឺឲ្យសេចក្តីល្អដល់ខ្លួនកូននឹងឯងអ្នកផងទាំងពួងគេទុកចិត្តប្រកល់ការងារសំខាន់ឲ្យកូនធ្វើខំពីមនុស្សដែលមានពឹសទុកចិត្តមិនបានទៅទីណាគេក៏មិនចង់ឲ្យចូលចិត្តនៅក្នុងទីណាក៏គេខ្លាចគេបារម្ភធ្វើការអ្វីគេមិនទុកចិត្តវាជាការមិនល្អគ្រប់យ៉ាងចូលកូនកុំជាមនុស្សមានពឹសមានភ័យទាំងអ្នកដទៃឡើយណាកូនបើកូនឲ្យអភ័យដល់អ្នកដទៃបានកូននឹងបានសុខសប្បាយបើកូនធ្វើឲ្យខ្លួនមិនមានពឹសមានភ័យអ្នកដទៃបានកូននឹងនៅទីណាក៏បានមិនមានអ្នកណារង្គៀសភ័យព្រួយបារម្ភអ្វីឡើយដូច្នេះកូនត្រូវហ្វឹកហាត់ឲ្យអភ័យកុំទៅគិតថាជាការអន់ខ្សោយខូចយុះខូចសាក់ព្រោះការឲ្យអភ័យនោះដោយហេតុតែយើងស្រឡាញ់យុះស្រឡាញ់សាក់ប្រកាន់អំណាចខ្លាំងក្លាពេកតនឹងឯងទៅត្រូវមកបង្កកម្មពីនឹងគ្នាមិនបាននៅទីបំផុតកូនជាទីស្រឡាញ់មិត្តសម្លាញ់រហូតក្នុងចិត្តណាកូនកូនធ្លាប់គិតដែរទីថាមិត្តដែលល្អជាទីបំផុតរបស់មនុស្សយើងគឺសៀវភៅណាកូនសៀវភៅជាមិត្តសម្លាញ់ដ៏ល្អសម្រាប់យើងគ្រប់ពេលវេលាមិនថាពេលសុខមិនថាពេលទុក្ខពេលសោកសៅឬពេលអបសុខឡើយរមែងជាប់តាមយើងទៅបានគ្រប់ទីកន្លែងណាកូនទោះជានៅព្រៃនៅភ្នំនៅកណ្ដាលសមុទ្រហើយរហូតដល់មែនតែនគឺនៅក្នុងបន្ទប់គេងមិនថាកូនធ្វើអ្វីកូននៅក្នុងទីណាកូនកុំចោលសៀវភៅបើកូនចោលសៀវភៅគឺស្មើគ្នានឹងចោលមិត្តដ៏ល្អរបស់កូនអញ្ចឹងឯងចូលកូនព្យាយាមអានសៀវភៅឲ្យបានច្រើនសៀវភៅគឺជាចំណេះដឹងដ៏ធំជាអ្នកផ្ដល់បញ្ញាដល់កូនកូនកុំចោលសៀវភៅបើកូនចោលសៀវភៅគឺស្មើនឹងចោលមិត្តដ៏ល្អរបស់កូនចូលកូនព្យាយាមអានសៀវភៅឲ្យច្រើនហើយកូនត្រូវចេះជ្រើសរើសសៀវភៅសម្រាប់អានកុំឲ្យខាតពេលខាតវេលាពាក្យទូន្មានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធដែលកូនបានអានឬស្ដាប់គឺជាផែនទីនៃជីវិតរបស់កូនសៀវភៅល្អមួយក្បាលស្មើនឹងមិត្តល្អម្នាក់សៀវភៅអ្វីដែលកូនអានហើយចូលកូនពិចារណាថាគួរជឿតាមអ្នកសរសេរឬមិនជឿព្រោះអ្នកសរសេរមានច្រើនប្រភេទមានការគិតនិងចំណេះដឹងផ្សេងគ្នារីឯចេតនា
ก็ផ្សេងគ្នាដែរណាកូនដូច្នេះកូនត្រូវពិចារណាឲ្យច្រើនកុំតន់អាលជឿចូលកូនចាំទុកថាសៀវភៅគឺជាខួរក្បាលរបស់អ្នកសរសេរដូច្នេះបើកូនអានសៀវភៅល្អឈ្មោះថាជាការបញ្ចូលខួរក្បាលរបស់អ្នកចេះដឹងមកក្នុងខួរក្បាលរបស់កូនទោះជាពេលថ្ងៃក៏ដោយក្នុងផ្ទះរមែងងងឹតបើគេបិទទ្វារបិទបង្អួចអស់យ៉ាងណាមិញបើកូនបិទភ្នែកបិទត្រចៀកពលគឺមិនអានមិនស្ដាប់នៅភាសិតរបស់អ្នកចេះដឹងទេវិញ្ញាណរបស់កូននឹងត្រូវងងឹតដូចជាផ្ទះដែលបិទចិត្តយ៉ាងនោះឯងណាកូនជាទីស្រឡាញ់របស់ពុកម៉ែដើម្បីឲ្យបានទៅជាមនុស្សល្អកូនត្រូវស្វែងរកការចេះដឹងមកដាក់ខ្លួនកុំចំណាយពេលវេលាឥតប្រយោជន៍ប្រព្រឹត្តតាមការចេះដឹងយកការចេះដឹងជានាយកនៃជីវិតកុំឲ្យតណ្ហាដឹកនាំជីវិតឡើយណាកូនចូលកូនសម្លាញ់ធ្វើជាមិត្តរបស់អ្នកប្រាជ្ញទាំងឡាយតាមរយៈនៃការអានសៀវភៅចុះសេចក្តីចម្រើននឹងមានដល់កូនជាពិតប្រាកដសត្យហណោអរហតាំងធម្មੰនិព្វានបត្តិយាទី1ជឿធម៌ព្រះអរហន្តាធម៌ល្អអស្ចារ្យនាំដល់និព្វានសុខសូសាំងលភតិបញ្ញាទី2ចិត្តតាំងប្រឹងស្ដាប់ដោយឃ្លានព្រះធម៌ទេសនាតាមព្រះទូលមានគោរពធម្មទានបានមានបញ្ញាអបមតោវិចក្ខណោពីនេះជាសាវបើកទ្វារមោហាមួយមិនប្រមាទមួយពិចារណាប្រាជ្ញាភ្លឺថ្លាដោយអង្គបុណ្យនេះកូនជាទីស្រឡាញ់សម្បត្តិមនុស្សល្អណាកូនពេលដែលកូននៅក្នុងសង្គមហើយត្រូវតាក់ទងជាមួយអ្នកដទៃកូនត្រូវរៀបចំរឹកពីឲ្យល្អនិយាយពាក្យពីរោះព្រមទាំងត្រូវរៀបចំខ្លួនប្រាណសម្លៀកបំពាក់ឲ្យបានល្អផងណាកូននេះជាការចាំបាច់ណាស់ព្រោះដើម្បីជាការសម្ដែងបញ្ជាក់ថាកូនជាមនុស្សល្អការដែលបានអប់រំបន្ទុំឧបនិស្ស័យមកល្អទៅសម្ដែងអកប្បកិរិយាចេញមកល្អគេហៅមនុស្សដូចនេះថាអ្នកមានសម្បត្តិមនុស្សល្អអ្នកមានសម្បត្តិមនុស្សល្អរមែងមានប្រៀបលើមនុស្សដែលខ្វះនៅគុណសម្បត្តិទាំងនេះក្នុងគ្រប់រឿងទាំងអស់ទាំងការនិយមរាប់អានការឲ្យនៅភាពស្និទ្ធស្នាលការឲ្យនៅភាពទុកចិត្តរហូតដល់ប្រកល់ការងារមុខនាទីតំណែងសំខាន់ឲ្យកូនធ្វើទៀតផងជាដើមសម្បត្តិមនុស្សល្អគឺការសម្ដែងអកប្បកិរិយាចេញមកមានសភាពរៀបរយត្រឹមត្រូវណាកូនគួរឲ្យគយគន់មិនតោះភ្នែកមិនតោះត្រចៀកពេញទៅដោយភាពទន់ភ្លន់និងការងារគ្រប់កោតក្រែងកូនគួរហ្វឹកហាត់នៅសម្បត្តិមនុស្សល្អទុកជាសម្បត្តិប្រចាំខ្លួនមានជាអាចគឺតែងខ្លួនដោយសម្លៀកបំពាក់សមរម្យនឹងវ័យមិនដោះសម្លៀកបំពាក់ក្នុងទីសាធារណៈពាក់អាវត្រឹមត្រូវនៅមុខ
ចំពោះភ្ញៀវមានភាពទន់ភ្លន់បន្ទន់ខ្លួនចេះក្រាបសំពះការធ្វើការគោរពចំពោះអ្នកធំនិយាយស្ដីសង្រួមមាត់មិននិយាយឲ្យសម្លេងខ្លាំងកោកកាកលោឡាក្នុងទីសាធារណៈឬក្នុងទីប្រជុំមនុស្សមិននិយាយជ្រែកកាត់ក្នុងពេលដែលអ្នកធំកំពុងសន្ទនាគ្នាចេះក្រែងចិត្តអ្នកដទៃពេលទទួលទានអាហារក៏សង្រួមមិនរឹបបាប់ប្រញាប់ដោយខ្លាអស់មហោមមិននិយាយក្នុងពេលមានអាហារក្នុងមាត់នឹងក្រោកនឹងអង្គុយក៏សង្រួមប្រយ័ត្នត្រួតត្រាមើលសពគ្រប់ពេលគ្រប់វេលាសម្បត្តិមនុស្សល្អជាហេតុឲ្យមនុស្សយើងមានគូស្នេហ៍គូស្រឡាញ់និងជាហេតុនាំឲ្យអ្នកធំស្រឡាញ់អាណិតប្រាថ្នានិងជួយទំនុកបម្រុងក្នុងរឿងផ្សេងសម្បត្តិមនុស្សល្អណាកូនគឺជាអភិរណគ្រឿងប្រដាប់តែងខ្លួនគួរជាទីរីករាយនឹងរាប់អានដល់មនុស្សទាំងឡាយគ្រប់ទីកន្លែងគួរស្កកងើយស្កិតបង្កើតខកចិត្តមនុស្សស្កកមានពិតគំនិតដាបដុនកើតមកជាមនុស្សស៊ីជុះអស់ទុនជីវិតទារុណគ្មានគុណតម្លៃមនុស្សយើងផលិតជីវិតខ្លួនឯងរៀបចំតាក់តែងចាត់ចែងរាល់ថ្ងៃប្រាជ្ញសាងជីវិតពិតដូចចរណៃមាសប្រាក់កលៃបីដូចមនុស្សខ្លៅប្រាជ្ញសាងជីវិតពិតដូចជាផ្កាយកោចរមិនណាយតម្រង់ទិសដៅឆ្លងកាត់លៀបយុះចិត្តឥតមងសៅតម្រង់ទិសដៅគុណភាពជីវិតពេលស្រឡាញ់ខ្លួនពួនស៊ីថ្នាំពឹសជីវិតស្មូនត្រឹសរើសកំហាក់លិតស្លឹកឈើចាក់មែកជ្រែកខ្ជិលវិបរិតគ្មានគោលដើមពិតជីវិតអន្តរពេលអនុមោទនីកូនជាទីស្រឡាញ់កាលបើកូននឹងធ្វើអ្វីមិនថានឹងធ្វើក្នុងផ្ទះរបស់ខ្លួនឯងឬនឹងធ្វើនៅទីដទៃណាបើការងារដែលនឹងធ្វើនោះអាចប៉ះពាល់ដល់អ្នកជិតខាងឲ្យគេរំខានឬក្តៅក្រហាយចិត្តកូនត្រូវប្រយ័ត្នឲ្យណាស់ណាកូនកូនជាទីស្រឡាញ់របស់ពុកម៉ែកូនកុំធ្វើអ្វីតាមចិត្តចង់ឬប្រកាន់សិទ្ធិធ្វើបាននោះហើយកូនត្រូវចេះក្រែងចិត្តអ្នកដទៃខ្លះផងដូចជានៅផ្ទះជាប់គ្នានៅបន្ទប់ជាប់គ្នាឬនៅបន្ទប់ជាមួយគ្នាជាដើមការក្រែងចិត្តគ្នានេះល្អណាស់នាំឲ្យមិនឆ្លោះគ្នាមិនទាស់ចិត្តគ្នាទទេកូនសាងមិត្តល្អជាងសាងសត្រូវមិនល្អទេណាកូនកកុំចេះតែគិតថាអ្នកណាស្អប់ក៏ស្អប់ទៅទាំងកូនខ្លួនឯងក៏ចូលចិត្តស្អប់អ្នកដទៃឡើយចូលកូនកុំចូលចិត្តស្អប់អ្នកដទៃឡើយបើចាំបាច់កូននឹងធ្វើអ្វីកូនត្រូវប្រាប់ឲ្យគេដឹងជាមុនឬរត់តែល្អណាស់ទៅហើយណាកូនគឺកូនសូមអនុញ្ញាតពីគេរឿងនេះមិនមានខូចខាតអ្វីឡើយគ្រាន់តែមានការសូមអនុញ្ញាតពីគេដោយចិត្តមេត្តាលើកដៃសំពះការគោរពកោតក្រែងកូនចេះក្រែងចិត្តអ្នកដទៃនោះគេក៏នឹងក្រែងចិត្តកូនវិញដែរហើយគេសប្បាយចិត្តនឹងអនុញ្ញាតហើយគេអាចទ្រាំនៅក្នុងចិត្តនៅក្នុងកិច្ចការដែលកូនធ្វើនោះគឺគេមិនក្តៅក្រហាចិត្តដោយគិតថាកូនរំខានគេឡា
សូមកូនយកចិត្តគេមកដាក់ក្នុងចិត្តកូនមានខ្លួនឯងជាឧបមាចិត្តគេចិត្តយើងកុំធ្វើអ្វីតាមតែចិត្តខ្លួនឯងឲ្យសោះសូមឲ្យកូនចាំទុកថាការក្រែងចិត្តជាសម្បត្តិរបស់មនុស្សល្អជាក្រមួនស្នេហ៍ជាមាយាទនៅក្នុងសង្គមនិងជាសុជីវធម៌ធ្វើមិនឲ្យទាស់ចិត្តអ្នកដទៃផងតួយ៉ាងដូចជានៅក្នុងបន្ទប់ប្រជុំឬកន្លែងសម្ដែងធម៌ទេសនាអ្នកដទៃគេតាំងចិត្តស្ដាប់តែយើងគិតតែជជែកធ្វើឲ្យអ្នកដទៃរំខានត្រចៀកយើងប្រកបអាជីពឬជួសជុលអ្វីដែលនាំឲ្យមានសម្ដីរំខានដល់អ្នកដទៃជិតខាងធ្វើឲ្យគេក្តៅក្រហាយចិត្តដូចនេះយើងត្រូវក្រែងចិត្តត្រូវប្រាប់គេខ្លះផងយកចិត្តគេផងបើនឹងត្រូវធ្វើយូរក៏ត្រូវក្រែងចិត្តគេឲ្យខ្លាំងណាស់កូនចិត្តទីស្រឡាញ់យ៉ាងនេះនឹងមិនមានរឿងអ្វីច្រើនទៅនោះទេកូនកុំគិតបែបអ្នកលេងថាមានរឿងក៏មានទៅការគិតបែបនេះជាការគិតរបស់មនុស្សឃើញតែពីបានគិតតែពីខ្លួនឯងមិនគិតដល់ចិត្តថ្លើមអ្នកដទៃចូលកូនកុំគិតយ៉ាងនេះឡើយវាជារឿងដែលគួរឲ្យខ្មាស់អៀនណាស់ពុទ្ធជននៅល្ងងលងក្នុងកិលេសដូច្នេះចូលប្រឹងកុំខឹងពាសវាលសេពគប់បណ្ឌិតពិតកុំរយាលកុំខ្ជិលដេកត្រៀលកុំអួតខ្លួនឯងមើលចុះភ្នំធំក៏គង់រលាយទឹកបឹងទាំងឡាយហួតដោយសូរសែខ្លួនយើងតូចម្លឹងត្រូវប្រឹងកោតក្រែងកុំលើកខ្លួនឯងត្រូវក្រែងចេះគេទោះបីត្រង់គ្រឿងរងរឿងដោយយុះដើរអួតរឹកខ្ពស់យុះសូនតទេត្រង់ចិត្តដោយធោកាយមិនទំនេរមង្គតសិលឹះគេឯងបានសុខាអនុមោទនីកូនចិត្តទីស្រឡាញ់ប្រយ័ត្នពាក្យផ្អែមណាកូនកូនគូប្រយ័ត្នពាក្យនិយាយរបស់អ្នកដទៃដោយចំពោះពាក្យផ្អែមល្ហែមទឹកអំពៅទឹកត្នោតដែលមានរសផ្អែមកាលបើទុកយូរទៅហើយក៏ត្រូវសំនឹងមេផងក៏คล้ายទៅជាទឹកស្រវឹងយ៉ាងណាមិញពាក្យសម្ដីផ្អែមល្ហែមរបស់មនុស្សខ្លះក៏អាចធ្វើឲ្យយើងស្រវឹងបានយ៉ាងនោះដែរណាកូនកាលបើស្រវឹងហើយក៏ធ្វើឲ្យវង្វេងភ្លេចខ្លួនបាត់បង់ស្មារតីខូចប្រកដីដែលធ្លាប់តែរៀបសាររហូតដល់មានពេលខ្លះត្រូវអស់មាសអស់ប្រាក់ទៀតផងព្រោះជឿពាក្យផ្អែមរបស់គេណាកូនចូលកូនពិចារណាឲ្យបានល្អអ្នកណាមកនិយាយផ្អែមល្ហែមលើកដំកើនកូនថាកូនល្អយ៉ាងនេះពូកែយ៉ាងនោះកូនត្រូវតែប្រយ័ត្នឲ្យមែនតែនកុំប្រញាប់ស៊ីចូលរីករាយសប្បាយភ្លេចខ្លួនឲ្យសោះណាកូនកូនមិនត្រូវស្រវឹងនឹងពាក្យផ្អែមល្ហែមលួងលោមរបស់អ្នកដទៃទេកូននឹងមិនក្តៅក្រហាយស្ដាយក្រោយឡើយត្រីដែលស្លាប់ទៅហើយមួយចំណែកនោះព្រោះត្រូវគេបញ្ឆោតដោយនុយដោយលំនៅឋានជាដើមបើវាមិនតាក់ចិត្តជាប់នឹងគ្រឿងបញ្ឆោតទេវាក៏មិនស្លាប់ដែរក្នុងរឿងនេះកូនត្រូវតែចេះប្រយ័ត្នអ្វីគ្រប់យ៉ាងមិនចំពោះតែពាក្យសម្ដីផ្អែមល្ហែមរបស់អ្នកដទៃប៉ុណ្ណោះឡើយពលគឺប្រយ័ត្នចំពោះគ្រឿងបោកបញ្ឆោតក្នុងលោកកុំឲ្យ
ស្លាប់ដូចត្រីដែលជាប់នៅនោះណាកូនណាប្រយ័ត្នគឺជាស្មារតីប្រយ័ត្ននឹងអ្វីគឺល្អទាំងអស់កូនត្រូវចាំពាក្យក្នុងសៀវភៅគុណមេឪពុកថាភ្លេចអ្វីភ្លេចបានតែបើភ្លេចប្រាណឈានធ្លាក់រណ្ដៅបើបានជាផ្លាត់មិនទាន់ធ្លាក់ជ្រៅប្រឹងឡើងណាប់ទៅកុំនៅនំជ្រុលខូចអ្វីមិនគ្រោះតែបើខូចឈ្មោះមិនងាយជួសជុលកូនត្រូវប្រយ័ត្នកុំងប់ងងុលកាមជាគ្រឿងពុលខូចអស់ទាំងខ្លួនខូចខ្លួនខូចឈ្មោះខូចនេះពេញគ្រោះរស់លែងសំសួនតែទុះយ៉ាងណាកុំឲ្យខូចផ្ទួនត្រូវប្រឹងកែខ្លួនកុំចោលអាត្មាចោលអ្វីចោលបានតែកុំចោលប្រាណក្នុងវដ្តសង្សារព្រោះតែលោកនេះឥតមាននរណាជួយស្រង់អាត្មាក្រោមពីខ្លួនឡើយកូនត្រូវរក្សាការពីអាត្មាឲ្យបានដល់ត្រើយដោយការប្រយ័ត្ននឹងមិនកន្តើយប្រយ័ត្ននឹងហើយជាព្រះក្នុងខ្លួនប្រយ័ត្នជាម្ដាយញ៉ាំងគុណទាំងឡាយឲ្យកើតមកមួនអត់ធន់ជាឪរក្សាគ្រងស្ងួនគុណធម៌ក្នុងខ្លួនដោយខែខាងខ្នើខន្តីដោយថ្នាំលេបជាប្រចាំរសជាតិល្វីងឆើតលំបាកត្រង់ណាស់លុះដល់ផលកើតរសជាតិល្វីងឆើតមានគុណកប់អោងកូនជាទីស្រឡាញ់ពេលមានអ្នកដតីមកដន្ទីឬសរសើរកូនត្រូវតាំងសតិឲ្យល្អកុំបណ្ដោយទៅតាមខ្យល់មករបស់គេថាជាដាច់ខាតណាកូនត្រូវគិតមើលតើពាក្យសរសើរពាក្យនិន្ទាពិតឬយ៉ាងណាអាក្រក់តាមដែលគេថាដែរឬទេបើថាពិតក៏យ៉ាងនោះមែនក៏មិនគួរខឹងក្រោតនឹងគេបើថាមិនពិតទេគ្រាន់តែកូនគិតថាគេមិនស្គាល់ឬមិនដឹងរឿងរបស់កូនតាមពិតប៉ុណ្ណឹងទៅដូច្នេះរឿងរ៉ាវក៏មិនរៀលដាលទៅធំដុំអ្វីឡើយមួយយ៉ាងទៀតបើថាកូនល្អតាមការសរសើររបស់គេមែនក៏បញ្ជាក់ថាគេដឹងរឿងកូនតាមពិតគ្រាន់តែប៉ុណ្ណឹងឯងតែបើមិនល្អដោយគេសរសើរកូនក៏មិនគួររីករាយសប្បាយចិត្តព្រមទាំងយកអ្វីដែលមិនមែនជាការពិតនោះដែរបើគិតបានធ្វើចិត្តបានដូចពលមនេះក៏រមែងមានការឡើងចុះនៃចិត្តទៅតាមពាក្យដន្ទានិងពាក្យសរសើរដែរណាកូនពាក្យដន្ទាឬសរសើរគ្រាន់តែជាខ្យល់មករបស់មនុស្សដែលបក់ហាត់មកដល់ហើយក៏ផុតទៅវាមិនអាចធ្វើឲ្យយើងល្អឬអាក្រក់បានឡើយអ្នកណាវង្វេងទៅជាមួយពាក្យសរសើរឬនិន្ទាអ្នកនោះនឹងកើតរោគសរសៃប្រសាទឬរហូតដល់វិកលចរិតជាពិតប្រកបពុំខាននៅពេលគេដើរហាលថ្ងៃគេថាថ្ងៃក្តៅអាក្រក់ណាស់លុះដល់គេហាលអស់ឬសំពត់អាវគេថាថ្ងៃក្តៅល្អមានអ្វីផ្គប់ចិត្តមនុស្សលោកត្រូវគ្រប់យ៉ាងនិងគ្រប់គ្នាទៅកូនត្រូវចាំពាក្យក្នុងសៀវភៅម៉ែព្រះច័ន្ទនឹងថ្ងៃឥតមានដឹងអ្វី
แต่ត្រូវប្រស្រីនិន្ទាសរសាពពករត់សានដូចមានស្លាប់ហើយភ្លៀងខ្យល់ដេកដាគេថាទាំងអស់បួសជីព្រះសង្ឃនៅគេរិះគន់ធ្វើចោលលួចប្លន់គេតាន់ដាក់ខ្នោះត្រាស់ជាព្រះពុទ្ធនៅគេមិនស្មោះធម៌ល្អអត់ខ្ចោះគង់មានគេស្អប់សរសើរនិន្ទាមានពីបុរាណកាន់យកមិនបានតាមពាក្យតោះគប់បើកូនតាមប្រាជ្ញកូននឹងមានធម៌ត្រូវមួយខុសដកកុំយកហាងច្រើនអនុមោទនីចឹងបើញាតិញោមពុទ្ធបរិស័ទប្រុសស្រីដែលខ្ញុំព្រះករណាអាត្មាភាពបរិយាយនៅប្រគុណម៉ែមានការខុសឆ្គងដោយប្រការណាមួយសូមញាតិញោមប្រគុណម្ចាស់មេត្តាជាស្រ័យដល់រូបអង្គខ្ញុំព្រះករណាអាត្មាភាពផងបើញាតិញោមមានសទ្ធាជ្រះថ្លាក្នុងការចូលរួមជាបច្ច័យសម្រាប់ការផ្សាយប្រធោជាបច្ច័យសម្រាប់ការចូលរួមចាក់ដីជុំវិញព្រះវិហារចំនួន400ឡានសូមញាតិញោមអាចទំនាក់ទំនងតាមលេខទូរស័ព្ទអាត្មាភាពបាន097 81 56 819 097 81 56 819នេះលេខទូរស័ព្ទរបស់អាត្មាភាពដែលញាតិញោមពុទ្ធបរិស័ទប្រុសស្រីបានស្ដាប់វេលាម៉ោង12ថ្ងៃត្រង់រហូតដល់ម៉ោង1រសៀលជារៀងរាល់ថ្ងៃសូមញាតិញោមជ្រះថ្លាអនុមោទនីនៅក្នុងការបរិយាយនៃព្រះធម៌ពីប្រគុណម៉ែសូមអនុមោទនីសូមនមស្ការលាថ្វាយបង្គំលាចម្រើនពលលាសូមអរប្រគុណនិងអរគុណ
Nak matho Ratana Tayasa Knyam Prakarana Mijah Som Krup Namasika Champu Prah Chumbay Nay Pratrairon Mien Praput Ratana Mui Prathong Ratana Mui Nang Prasang Khe Ratana Mui ដោយសេចក្តីជ្រះថ្លាខ្ពង់ខ្ពស់ក្នុងលោសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់ទូទាំង25ខេត្តក្រុងដោយថ្ងៃនេះត្រូវក្នុងថ្ងៃ11កើតខែចេសឆ្នាំរោងឆោះស័កពុទ្ធសករាជ2568 ត្រូវនៅថ្ងៃច័ន្ទទី17ខែមិថុនាឆ្នាំ2024ដោយអង្គខ្ញុំព្រះករុណាអាត្មាភាពព្រះនាមព្រះភិក្ខុទីបឋិណោខួនភិរុនជាព្រះគ្រូព្រះចៅអធិការវត្តអង្គពោធិព្រៃក្រាស់ដែលមានទីតាំងស្ថិតនៅភូមិព្រៃព្រុសឃុំព្រៃក្រាស់ស្រុកកំពង់ត្រាយខេត្តកំពតដើម្បីនឹងបរិយាយរៀបរាប់អំពីព្រះគុណម៉ែប្រគេនចែកជូនដល់ព្រះគុណម្ចាស់ញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីដើម្បីជាធម្មទានសូមញាតិញោមជ្រះថ្លាអនុមោទនាកូនជាទីស្រឡាញ់កូនស្រីម៉ែត្រូវធ្វើថ្ងៃនេះឲ្យល្អបំផុតណាកូនកូនស្រីម៉ែនឹកគិតដល់រឿងអនាគតរឿងរៀបការមានគ្រួសាររឿងឋានៈក្នុងការរស់នៅរឿងទាំងអស់នេះសុទ្ធតែជារឿងដែលនៅឆ្ងាយកូនស្រីគួរបញ្ឈប់ការគិតខ្វល់ខ្វាយក្នុងរឿងនេះណាកូនព្រោះគិតទៅក៏អត់ប្រយោជន៍កូនស្រីម៉ែគិតតែខំរៀនសិនទៅណាកូនដូចដែលម៉ែធ្លាប់ប្រាប់ដល់កូនហើយថាធ្វើថ្ងៃនេះឲ្យល្អជាទីបំផុតអនាគតវានឹងរៀបចំដោយខ្លួនឯងថ្ងៃនេះម៉ែនឹងអធិប្បាយនៅសេចក្តីនេះចូលកូនយកចិត្តទុកដាក់ស្ដាប់ឲ្យល្អចុះនៅកូនស្រីម៉ែសេចក្តីសម្រេចនៃការសាងឋានៈក្នុងអនាគតនោះវាស្ថិតនៅត្រង់ការសាងថ្ងៃនេះឯងក្នុងមួយថ្ងៃកូនត្រូវសាងឲ្យល្អតាមកម្លាំងនៃកូនអាចឬតាមសមត្ថភាពដែលកូនមានកូនចិត្តទីស្រឡាញ់មនុស្សរមែងផ្សេងគ្នាអំពីកំណើតម្នាក់រៀងខ្លួនដល់កូនហើយមានអង្គប្រកបច្រើនយ៉ាងទៀតដែរធ្វើឲ្យឋានៈនៃការរស់នៅរបស់មនុស្សផ្សេងអំពីគ្នាកាន់តែច្រើនឡើងដែលសំខាន់គឺអង្គប្រកបតខ្លួនឯងនិងអង្គប្រកបផ្នែកខាងសង្គមណាកូនជាទីស្រឡាញ់របស់ពុកម៉ែអង្គប្រកបតខ្លួនឯងបានដល់ឱកាសស្ថានទីអ្នកណែនាំការប្រព្រឹត្តតខ្លួននិងបនបាបដែលខ្លួនធ្វើមិនស្មើគ្នាជាដើមអង្គប្រកបផ្នែកខាងសង្គមបានដល់សភាពនៃសង្គមដែលខ្លួនត្រូវបានទទួលការគ្រប់គ្រងការជួយសង្គ្រោះអំពីសង្គម
នឹងដំណើរការប្រព្រឹត្តទៅនៃការប្រកបអាជីពក្នុងសង្គមជាតិដើមយ៉ាងណាក៏ដោយមនុស្សយើងមានចំនួនច្រើនណាស់ដែលសម្លឹងទៅដោយរោគភាពមមួននៃទ្រព្យសម្បត្តិឬក៏តំណែងនៃការងារខ្ពង់ខ្ពស់ប៉ុណ្ណោះថាជាសេចក្តីសម្រេចនៃជីវិតពលគឺយកនៅរបស់ទាំងនេះមកជាគ្រឿងបោះវែងនគរមនុស្សក្នុងโลกយើងនេះវល់វល់នៅតែក្នុងការស្វែងរកប្រាក់កិត្តិយសនិងមុខតំណែងប៉ុណ្ណេះឯងព្រោះសង្គមបានសន្មត់ឲ្យថាជាមុខមាត់និងជារបស់ដែលសង្គមលើកតម្កើងឲ្យតម្លៃប៉ុន្តែយ៉ាងដូចម្ដេចដែរក្នុងโลกយើងឬក៏ក្នុងបុគ្គលម្នាក់នោះមានសេចក្តីសុខស្ងប់ដែរឬទេនគរការនិយមឲ្យតម្លៃទៅលើអ្វីក្នុងโลกទាំងអស់ខុសឬត្រូវយ៉ាងណាតាមទាំងកូនពិចារណាមើលចុះនៅកូនស្រីម៉ែអវិជ្ជាគឺសេចក្តីងងឹតរបស់ចិត្តធ្វើមិនឲ្យមនុស្សយើងមើលឃើញនៅគុណតម្លៃពិតប្រាកដរបស់ជីវិតហើយវាធ្វើឲ្យយើងស្រវាចាប់យកនៅរបស់ដែលនាំមកនៅក្រវល់ក្រវាយរហូតរឿយណាកូនជាការដើរបញ្ច្រាស់អំពីសេចក្តីសុខស្ងប់ប្រៀបដូចជាអ្នកដើរបែកខ្នងឲ្យពលឺភ្លឺស្វាងហើយឈប់មកទៅរកភាពងងឹតដូច្នោះឯងឬក៏ដូចអ្នករែកដុំថ្មធំដើរទៅក្នុងផ្លូវនៃជីវិតមកក៏ចេះតែស្រែកថាធ្ងន់ណាស់ធ្ងន់ណាស់ធ្ងន់ណាស់មានអ្នកបំណងល្អស្រែកប្រាប់ទៅថាដាក់ដុំថ្មចុះហើយដើរទៅអ្នករែកដុំថ្មនោះបែរទៅមើលអ្នកដែលដាស់តឿនបន្តិចរៀងបែបសង្ស័យថារួចហើយក៏រែកនៅដុំថ្មបន្តទៀតនោះដើរបន្តទៅមុខទៀតព្រមដោយការពោលថាធ្ងន់ណាស់ធ្ងន់ណាស់សេចក្តីសម្រេចនៅក្នុងជីវិតរបស់មនុស្សនោះមានច្រើនផ្នែកមិនចាំបាច់ត្រូវតែធ្វើដូចគ្នានោះទេដូច្នេះកូនស្រីម៉ែមិនចាំបាច់ត្រូវមានសេចក្តីសម្រេចនៅក្នុងជីវិតទៅតាមផ្លូវមួយដូចជាអ្នកដទៃនោះឡើយណាកូនពលគឺមិនស្វែងរកនៅសេចក្តីសម្រេចខាងផ្នែកវត្ថុតែម្យ៉ាងនោះទេផ្លូវដែលត្រូវគួរស្វែងរកគឺសេចក្តីសម្រេចខាងផ្នែកផ្លូវចិត្តឲ្យច្រើនជាងផ្នែកវត្ថុណាកូនម៉ែមិនមែនចង់ពោលបដិសេធនៅទ្រព្យសម្បត្តិកិត្តិយសនិងមុខតំណែងនោះទេតែម៉ែចង់ដាស់តឿនកូនឲ្យកូនស្រីចង់ស្វែងយកតែផ្នែកម្យ៉ាងនឹងនោះត្រូវឲ្យឃើញសេចក្តីសំខាន់ផ្នែកខាងផ្លូវចិត្តផងណាកូនគឺចិត្តស្អាតនិងសេចក្តីសុខស្ងប់សេចក្តីសម្រេចខាងផ្នែកវត្ថុជារបស់ក្តៅលេងឡំទុកនឹងកង្វល់ផ្សេងចំណែកសេចក្តីសម្រេចខាងផ្លូវចិត្តជារបស់ស្ងប់ត្រជាក់ណាកូនពិតណាស់យើងត្រូវមានការងារធ្វើទៅតាមមុខនាទីមុខតំណែងយុស័កបុណ្យស័កទុននទីរបស់ខ្លួនដើម្បីបានវត្ថុសម្រាប់ចិញ្ចឹមរាងកាយព្រមទាំងការងារបម្រើប្រទេសជាតិហើយនេះក៏ជាកិត្តិយសផងប៉ុន្តែយើងមិនត្រូវភ្លេចស្វែងរកនិងសន្សំនៅគ្រឿងសម្រាប់ចិញ្ចឹមដូចជារបស់យើងផងឡើយណាកូនពលគឺគុណធម៌ដែលសេចក្តីល្អផ្សេងមនុស្សស្រីយើងច្រើនណាស់ច្រើនហើយចូលចិត្តប្រើពេលវេលា
ឲ្យអស់តដោយការតែងកាយស្វែងរកសម្បត្តិអាវតាមបែបផ្សេងមកស្លៀកពាក់បងអួតគ្នានិងប្រឡងគ្នាថាតើអ្នកណាតែងបានស្អាតជាងអ្នកណាអ្នកដតីយ៉ាងម៉េចក៏ដោយចុះប៉ុន្តែកូនស្រីម៉ែគួរតែប្រើពេលវេលានៅក្នុងការតែងចិត្តឲ្យបានល្អស្អាតនៅកូនស្វែងរកវិជ្ជានិងអប់រំសន្សំគុណធម៌ជាគ្រឿងលម្អសម្រាប់ចិត្តណាកូនស្រីម៉ែរាងកាយនេះឯងទោះជាតែយ៉ាងណាក៏វានៅតែជាគ្រឿងបដិគោលស្មុករោគនិងមានក្លិនស្អុយដដែលជារៀងរាល់ថ្ងៃណាកូនអភិរណសម្បត្តិអាវស្រស់ស្អាតមានតម្លៃប៉ុណ្ណាក៏ដោយលុះដល់យកមកស្លៀកដណ្ដប់ហើយក៏ធ្លាយទៅជាស្មុករោគមានក្លិនស្អុយទៅផងដែរជាការបញ្ជាក់ឲ្យច្បាស់ថាมันមានឧបាយយកឈ្នះគ្រឿងបដិគោលរបស់រូបកាយឡើយចំណែកដួងបវិញ្ញាណឬដួងវិញ្ញាណឬដួងចិត្តវិញនោះការដែលចម្រាស់បានស្អាតម្ដងហើយក៏ជាការបានសម្រេចនៅភារកិច្ចដោយពិតរត់តែស្អាតរត់តែភ្លឺស្វាងរត់តែភ្លឺស្វាងរត់តែស្ងប់បាននៅសេចក្តីស្ងប់ប៉ុណ្ណាក៏ជាការបាននៅជួបនៅសុខភាពជាសុខនិងគុណតម្លៃរបស់ជីវិតតាមសេចក្តីពិតប៉ុណ្ណោះដែរណាកូននៅក្នុងខ្លួនលោកបានអប់រំមនុស្សតាមពីសិល្បៈនៃការស្វែងរកប្រកបប្រជែងគ្នាថាតើអ្នកណារកបានច្រើនជាងអ្នកណាមិនបានអប់រំឲ្យរលត់នៅសេចក្តីប្រាថ្នានៅក្នុងរបស់ដែលមិនចាំបាច់នោះខ្វះឡើយការបានដូច្នេះហើយតើប៉ុណ្ណាទៅជាការគ្រប់គ្រាន់តើពេលណាទៅបានរួចផុតពីអន្ទះសាប្រាថ្នាចង់បានដែលវាមិនមានព្រំដែនកំណត់នោះទេណាកូនតាមការពិតរបស់ដែលចាំបាច់ដល់ជីវិតពិតនោះមិនមែនច្រើនប៉ុណ្ណាទេប៉ុន្តែជាការប្រកួតប្រជែងគ្នានៅក្នុងពួកយើងវាជារឿងមួយដោយឡែកប្រៀបបីដូចជាយកប្រេងមកចាក់ស្រោចលើអណ្ដាតលើអញ្ចឹងឯងណាកូនភ្លើងសេចក្តីប្រាថ្នាកាលបើត្រូវបន្ថែមគ្រឿងសម្រាប់ឲ្យឆេះហើយក៏រមែងឆេះសន្ធោរហូតដល់ថ្នាក់លែងពន្លត់កើតព្រោះហេតុដូច្នោះហើយតើមនុស្សយើងមានកម្ដៅក្តៅអន្ទះអន្តែងដែលគួរឲ្យនឹកបារម្ភដល់សេចក្តីអន្តរាយផ្សេងណាកូនជាទីស្រឡាញ់របស់ពុកម៉ែបើយើងកំណត់សេចក្តីត្រូវការរបស់យើងឲ្យនៅក្នុងព្រំដែនល្មមប្រមាណម៉ោងពេលនៃការស្វែងរកក៏នឹងការកាត់បន្ថយបានពេលនៅសល់ក៏ត្រូវបានមកជាពេលនៃសេចក្តីសុខស្ងប់ពលគឺស្ងប់នៅតណ្ហានឹងឯងមនុស្សយើងស្វែងរកទ្រព្យសម្បត្តិទុកសន្ធឹកសន្ធាប់លើសលុបពីការចាំបាច់នោះតែយកធ្វើអ្វីបានខ្លះជីវិតរបស់យើងខ្លីណាស់មួយថ្ងៃអស់ទៅជារឿយរស់នៅមិនមានប៉ុន្មានផងក៏ចាស់ហើយក៏ត្រៀមខ្លួនចាំស្លាប់ការសន្សំទ្រព្យទុកច្រើនលើសពីការចាំបាច់ធ្វើឲ្យខូចពេលវេលាទៅទេមនុស្សខ្លះមានតែវិច្ឆ័យយកបាបកម្មដ៏ច្រើនទៅជាមួយផងចំណែកទ្រព្យសម្បត្តិត្រូវបានចែកចោលទុកឲ្យនៅក្នុងលោកនេះឯងកូនស្រីធ្លាប់បានអានប្រវត្តិសាស្ត្រក្នុងលោកក៏គង់បានដឹងហើយថាតើទ្រព្យសម្បត្តិនឹងផែនដីនេះអ្នកណាយកទៅបានខ្លះដូចជាអ្នកដែលបានច្បាំងឈ្នះហើយគ្រប់គ្រាន់បានច្រើននៅកូននោះបើមានអ្នកណាក៏យកផ្លូវថ្នល់
ទាំងអស់មកឲ្យកូនកូនក៏គង់តែប្រាថ្នានោះបានមិនច្រើនជាងដែលកូនប្រើសពថ្ងៃនេះឡើយនៅកូនស្រីម៉ែប៉ុន្តែសេចក្តីធ្ងន់និងស្រាក់ស្រានក្នុងចិត្តវារមែងខុសគ្នាច្រើនពេលនេះការប្រើប្រាស់ផ្លូវថ្នល់ដោយការធូរស្រាលក្នុងចិត្តគឺគ្រាន់តែអាស្រ័យការប្រើប្រាស់ដោយមិនមានប្រកាន់ថាជារបស់កូនម្នាក់ឯងឡើយប៉ុន្តែបើកូនជាម្ចាស់តែម្នាក់ឯងវិញនោះភារកិច្ចផ្សេងៗដែលតាក់ទងនឹងផ្លូវថ្នល់ទាំងអស់ក៏មកជានឹងផ្លូវថ្នល់នោះផងដែរចូលកូនបានដឹងចុះថាការមានបាននៅអ្វីមួយនោះវារមែងមានបានមកជាមួយនឹងការថែទាំរក្សានិងកង្វល់ផ្សេងៗនៅកូនរបស់កង្វល់ទាំងនោះវានឹងប្លន់យកនៅពេលវេលារបស់កូនទៅទាំងអស់រហូតដល់កូនមិនមានពេលទំនេរសម្រាប់ខ្លួនឯងខ្លះឡើយម៉ែនិយាយមកនេះដើម្បីឲ្យកូនស្រីបានធូរកង្វល់ក្នុងរឿងសាងឋានៈអនាគតពេលនេះយើងក៏មានទ្រព្យល្មមក៏រៀនបានហើយជំនេះក៏មានផ្លូវថ្នល់ក៏មានសាលារៀនក៏មានទីធ្លាក៏មានវត្តអារាមក៏មានសូម្បីមិនមានជារបស់យើងដាច់មុខតែយើងក៏មានសិទ្ធិប្រើបានលំមុំដែលយើងត្រូវការគ្រាន់តែត្រូវចំណាយប្រាក់ខ្លះដូចជាតម្លៃក្នុងយានជំនិះជាដើមប្រសិនបើកូនស្រីម៉ែជាម្ចាស់នៃទឹកដីបឹងទន្លេទាំងអស់ក្នុងโลกកូនផឹកវាក្នុងមួយថ្ងៃបានត្រឹម 6-7 កែវប៉ុណ្ណោះបើជាម្ចាស់នៃសម្ពត់ខោអាវទាំងអស់ក្នុងហាងឬក្នុងផ្សារកូនប្រើបានត្រឹម 2 ឬ 3 សម្រាប់ក្នុងការស្លៀកពាក់ប៉ុណ្ណោះក្នុងមួយថ្ងៃណាកូនស្រីម៉ែហើយវាក៏មិនមែនធ្វើឲ្យកូនទៅជាទេវតាបានដែរកុំនៅតែជាមនុស្សដែលមានការស្រេកឃ្លានឈឺបន្តបងអុចរៈបសាវៈហើយត្រូវចាស់ឈឺស្លាប់ក្នុងទីបំផុតនៃជីវិតគ្រប់គ្នាដូច្នេះការលមោបលបលន់ក្នុងទ្រព្យសម្បត្តិទៅជាការល្ងងខ្លៅមួយយ៉ាងរបស់មនុស្សយើងវាជាដុំពពកអាប់បិទបាំងនៅគុណតម្លៃដែលពិតប្រាកដនៃជីវិតមនុស្សចំណែករឿងរៀបការនិងរឿងគ្រួសារនោះកូនស្រីមិនចាំបាច់គិតអ្វីពេលនេះទេណាកូនស្រីម៉ែខំរៀនឲ្យបានសម្រេចសិនទៅណាកូនពេលវេលានៅច្រើនទៀតណាស់ដែលសម្រាប់គិតគូរប៉ុន្តែម៉ែសូមផ្ញើកំណើរបស់ម៉ែក្នុងពេលនេះទុកឲ្យកូនសន្តាកូនស្រីប្រាថ្នាខ្ពស់ក៏បានតែកូនស្រីត្រូវធ្វើខ្លួនឲ្យខ្ពស់ល្អខ្ពស់ផងបើកូនស្រីទៀបទេតែប្រាថ្នាខ្ពស់នោះគឺកូនស្រីផុតពីធ្លាក់ចុះមកនៅក្នុងដៃរបស់មនុស្សទៀបជាមិនខានហើយម្យ៉ាងទៀតរឿងគូក្រងនោះមិនចាំបាច់ស្វែងរកឡើយដល់ពេលវេលាសំគោហើយក៏រមែងមកដល់ជាធម្មតាណាកូនអ្នកណាចិត្តក្តៅតរងទៅតាមតែអំណាចនៃកិលេសនោះនឹងស្ដាយក្រោយជាមួយគ្នានឹងការបាត់បង់នៅកិលេសកិត្តិយសម៉ែសង្ឃឹមថាកូនស្រីម៉ែនឹងរក្សានៅកិត្តិយសរបស់ខ្លួនកិត្តិយសគ្រួសារព្រមទាំងកិត្តិយសរបស់ប្រទេសជាតិយើងផងការ
រៀនបានល្អនឹងការប្រព្រឹត្តល្អរបស់កូនចាត់ជាពរដល់ប្រសាដែលកូនអោយដល់ឪពុកនិងម៉ែរបស់កូនព្រមទាំងក្រុមគ្រួសារឪពុករបស់កូននិងម៉ែចង់ទទួលនៅពរនេះអំពីកូនច្រើនជាងពរដោយវិចារពីរោះទៅទៀតនឹងកូនស្រីម៉ែកូនស្រីពុកកូនប្រុសម៉ែកូនប្រុសពុកសេចក្តីល្អរបស់កូនដែលចេញពីមាត់គ្រូនិងមាត់អ្នកដទៃទៀតនោះធ្វើឲ្យឪពុកម្ដាយសប្បាយរីករាយចិត្តវាជារបស់ទឹកអាយ៉ាងត្រង់ដែលបានលើដំណឹងថាកូនស្រីម៉ែកូនប្រុសម៉ែកូនស្រីពុកកូនប្រុសពុកជាមនុស្សល្អតាំងចិត្តរៀនសូត្រពុតប្រកបវាពិតជាអាហារទឹកសម្រាប់ឪពុកម្ដាយមែនព្រោះឪពុកម្ដាយនឹកដល់ពេលណាក៏ធ្វើឲ្យឆ្អែតទៅដោយបេតិក្នុងពេលនោះឯងគ្រប់គ្នាគ្រប់វេលាភ្នំព្រះសមេគឺជាមេភ្នំធំក្រៃលែងធំត្រត្រៃត្រង់ថាតែគង់នៅចាញ់នៅតូចម៉ែកល្យាប្រុសម៉ែត្រុតឋានព្រះព្រហ្មមុខ4ម៉ែពិតជាធំក្នុងលោកាមេតបខ្លាំងក្លាសំពះម៉ែខ្លួនទុស្ដេចចក្រពត្តិគ្រងទ្វីបទាំង4អំណាចមកមួនតែនៅខ្លាចម៉ែពាក្យមេក្នុងលោកមានច្រើនពេកក្រៃមេជើងមេដៃមេស្រុកមេស្រែពាក្យមេទាំងនោះប្រដូចនឹងម៉ែពាក្យមេហោហែគឺម៉ែទាំងអស់ម៉ែជាធំម៉ែអ្នកបង្កើតម៉ែឲ្យកំណើតម៉ែឲ្យបៅដោះម៉ែបង្ហាត់កូនម៉ែមានចិត្តស្មោះម៉ែគឺជាកោះនៃជីវិតកូនសូមអនុមោទនាកូនប្រុសសម្លាញ់ម៉ែកូនប្រាប់ម៉ែថាកូនលំបាកក្នុងការជិះកង់ទៅសាលារៀនកូនទៀមទីឲ្យម៉ែទិញម៉ូតូឲ្យកូនជិះប៉ុន្តែម៉ែចង់ឲ្យកូនសម្លឹងមើលសិស្សជាច្រើនទៀតដែលមិនមានសំបីតែកង់ជិះពួកគេដើរទៅរៀនក្នុងរវាងផ្លូវឆ្ងាយទៀតផងនឹងត្រូវដើរត្រឡប់មកផ្ទះវិញជួនកាលក៏ដោយសារមិត្តភ័ក្តិអញ្ចឹងទៅទាំងបាយទឹកនំចំណីពួកគេក៏ខ្សក់ខ្សោយជាងកូនដែរណាកូនស្រីពុកម៉ែសម្ពត់ខោអាវក៏ខ្វះខាតមានក្មេងជាច្រើនទៀតមិនចាំមានសំណាងដោយកូនទាំងគេមិនមានសំណាងដោយកូនគ្នាគ្មានអ្វីស្លៀកពាក់ឲ្យត្រឹមត្រូវល្អគ្នាគ្មាននៅសម្ពត់ខោអាវថ្មីដោយកូនគ្មានសម្ពត់សម្លៀកបំពាក់កតាប់កបោបស្អាតដោយកូនឡើយគ្មានកង់ជិះដោយកូនគ្មានម៉ូតូជិះដោយកូនគ្មានឡានម៉ូតូស៊ីក្លូឡានជិះដោយកូនឡើយណាកូនណាកូនសំណាងហើយកូនស្រីម៉ែមានក្មេងច្រើនទៀតមិនមានសំណាងបានដើរទៅចូលរៀននឹងគេផងកូនបានទៅរៀនដោយល្អដោយអ្នកខ្លះគ្នាខ្វះខាតជីវភាពក្នុងគ្រួសារមានការខ្វះខាតខ្លាំងជាដើមមានការខ្វះខាតខ្លាំងជាដើមកូនប្រុសម៉ែត្រូវមើលឲ្យឆ្ងាយណាកូនមើលក្នុងរង្វង់ធំកុំមើលទៅតែលើត្រូវមើលខាងក្រោមផងហើយកុំមើលតែខ្លួនឯងត្រូវមើលអ្នកដទៃខ្លះផងមនុស្សដែលមើលតែខ្លួនឯងក៏រមែងឃើញតែខ្លួនឯងមិនឃើញ
ដល់របស់ដែលនៅក្រៅពីខ្លួនទេយូរទៅក៏ខ្លាចទៅជាមនុស្សចេះគិតតែពីខ្លួនឯងមិនចេះគិតដល់អ្នកដទៃខ្លះឡើយយកតែសេចក្តីសុខសប្បាយរបស់ខ្លួនជាទីតាំងប៉ុណ្ណោះម៉ែនិងពុករបស់កូនបានប្រឹក្សាគ្នាហើយថាចាំដល់កូនចូលមហាវិទ្យាល័យសិនទៅបានទិញម៉ូតូឲ្យកូនឥឡូវម៉ែត្រូវការឲ្យកូនលំបាកក្នុងវ័យនេះវ័យដែលកូនមានកម្លាំងមាំមួនវ័យដែលកូនត្រូវសាងកម្លាំងចិត្តឲ្យរឹងប៉ឹងខន្តីតស៊ូក្នុងឆាកជីវិតដើម្បីកូននឹងបាននូវសេចក្តីសុខសប្បាយក្នុងវ័យដែលគូបានសម្រាកណាកូនម៉ែសូមឲ្យកូនបានផងដឹងថាក្នុងឆាកជីវិតនេះកូនត្រូវតស៊ូតែម្នាក់ឯងគត់មិនមែនដូចជាការតស៊ូក្នុងការប្រកួតកីឡាបាល់ទាត់ជាដើមនោះទេការប្រកួតកីឡាបាល់ទាត់បើឈ្នះក៏ឈ្នះទាំងក្រុមបើចាញ់ក៏ចាញ់ទាំងក្រុមដែរប៉ុន្តែចំពោះឆាកជីវិតនេះវិញកាលបើកូនចាញ់ចំពោះជីវិតហើយកូនមិនអាចបន្ទោសអ្នកណាបានឡើយហើយមនុស្សគ្រប់គ្នាដែលសម្លឹងមើលកូនជាអ្នកប្រកួតចាញ់ជីវិតនេះគេបន្ទោសកូនតែម្នាក់ឯងប៉ុណ្ណោះបើកូនមានអំណត់អត់ធន់តស៊ូក្នុងឆាកជីវិតបានជោគជ័យមនុស្សទាំងឡាយគេអាចនឹងលើកដំកើងដល់មេត្តាបិតាគ្រូអាចារ្យខ្លះផងដែរណាកូនក្នុងឋានៈជាអ្នកអប់រំទូមានព្រានបដៅចង្អុលប្រាប់ផ្លូវតែមនុស្សដែលត្រូវបានទទួលការលើកដំកើងច្រើនជាទីបំផុតក៏ខ្លួនកូនគឺនឹងឯងតែម្ដងការប្រកួតចាញ់ជីវិតញាតិមិត្តបងប្អូនប្រកាសជាមិនមានអ្នកណាព្រមចាញ់ឬរួមចាញ់ជាមួយកូនឡើយអស់យ៉ាងគេគ្រាន់តែមើលដោយការអាណិតអាសូរតែប៉ុណ្ណោះព្រោះហេតុដូច្នេះកូនត្រូវហ្វឹកហាត់កសាងកម្លាំងចិត្តឲ្យបានរឹងប៉ឹងនិងរុងរឿងឲ្យចេះអត់ធន់តស៊ូដើម្បីបានជាមូលដ្ឋានដ៏ល្អនៃជីវិតរបស់ខ្លួនឯងកូនម៉ែកុំចេះតែសម្លឹងរកទីពឹងពីខាងក្រៅឬអំពីមនុស្សដទៃនោះឡើយកូនត្រូវចេះព្យាយាមធ្វើខ្លួនឲ្យជាមនុស្សជាទីពឹងខ្លួនឯងហើយត្រូវតែប្រញាប់ប្រញាល់ឲ្យបានសំគួរតាមវ័យផងសូមឲ្យកូនម៉ែបានយល់ត្រូវដូច្នេះថាការចេះដឹងល្អនិងការប្រព្រឹត្តល្អជារបស់សំខាន់ក្នុងជីវិតដោយកូនបានឃើញស្រាប់ហើយឪពុកម្ដាយមិនមែនជាអ្នកមានទ្រព្យសម្បត្តិរហូតដល់ថ្នាក់ចាយប្រាក់ដោយមិនចាំបាច់គិតមុខគិតក្រោយនោះទេណាកូនស្រីម៉ែកូនស្រីពងឬក៏ត្រូវយកមកបាចសាច់ហើយរៀងលេងដើម្បីសេចក្តីសប្បាយរីករាយរបស់កូនទាំងដែលខ្លួនឯងជាម៉ែជាឪត្រូវប្រឹងរកស៊ីលៀនក្របភ្នែកនោះហើយដូច្នេះចូលកូនកុំចេះតែគិតប្រាថ្នាក្នុងទ្រព្យសម្បត្តិរបស់ម៉ែឪដើម្បីយកទៅប្រើប្រាស់ចាយវាយហាត់ដូចជាម៉ែឪរបស់កូនសម្បូរណាស់ឬហាក់ដូចជាបានចាយវាយដោយអត់មានការខំប្រឹងប្រែងនោះទេណាកូនប្រសិនបើម៉ែមានប្រាក់នឹងទិញម៉ូតូឲ្យកូនជិះម៉ែក៏មិនមែនទិញឲ្យកូនដើម្បីរីករាយភ្លើតភ្លើននៅក្នុងពពួកមិត្តភ័ក្តិនាំគ្នាជិះហឺហាបណ្ដាស្រីញីទៅឯនេះទៅឯនោះវារឹកអ៊ុតរឹកក្អេងក្អាងនោះឡើយរឿងនេះចាំដល់កូនចេញរកប្រាក់ខ្លួនឯង
កូននឹងបានដឹងថាការរកប្រាក់នោះវាមានសេចក្តីលំបាកយ៉ាងណាហើយកូនចង់បានអ្វីកូននឹងទិញនៅខ្លួនឯងចុះចូលកូនចាំទុកថាមនុស្សណាដែលទន់ខ្សោយមិនអាចយកឈ្នះជីវិតខ្លួនឯងបានមនុស្សនោះមិនអាចកសាងខ្លួនបានឡើយព្រោះជាអ្នកទ្រាំនឹងគ្រឿងដែលនាំឲ្យត្រេកត្រអាលមិនបាននៅពេលកូនចេញពីការសិក្សាហើយចូលទៅធ្វើការក្នុងកន្លែងណាមួយនោះចៅវាយនេះគេមើលកិច្ចការងាររបស់កូនច្រើនជាងសញ្ញាបត្ររបស់កូនទៅទៀតដល់កូនស្រីម៉ែកូនស្រីពុកកូនប្រុសម៉ែកូនប្រុសពុកកូនត្រូវធ្វើការងារនោះឲ្យល្អមានសីលធម៌មានសេចក្តីព្យាយាមមានស្មារតីគ្រប់គ្រងខ្លួនប្រកបធ្វើតែការងារសុចរិតពិចារណាមុនធ្វើហើយទៅធ្វើការសម្រួលប្រយ័ត្នកាយវិចាររបស់ខ្លួនជានិច្ចមិននិយាយលេះលោះមិនអួតអាងលើកដំកើងខ្លួនប្រៀបផ្ទឹមទៅនឹងអ្នកដទៃកូនជាមនុស្សទន់ភ្លន់ចេះបន្ទន់អរិយាបថបន្ទុកនៅសេចក្តីល្អរបស់ខ្លួនឲ្យច្រើនកុំអាងអួតគុណវិសេសអ្វីរបស់ខ្លួនឯងសេចក្តីល្អរបស់យើងនោះទុកឲ្យអ្នកដទៃគេមើលឃើញថាគេនិយាយចុះកុំចាំបាច់និយាយខ្លួនឯងបើកូនមាននៅគុណសម្បត្តិដូចពោលមកនេះហើយកូនត្រូវមានឈ្មោះថាអ្នកមានជីវិតរស់នៅដោយធម៌ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សរសើរថាជាអ្នកមានសេចក្តីចម្រើនក្នុងលោកយើងនេះនៅត្រូវការមនុស្សល្អទៀតច្រើនណាស់កូនកុំនឹកថាមានត្រឹមតែសញ្ញាបត្រជាន់ខ្ពស់ហើយអាចបានជួបនៅសេចក្តីសម្រេចគ្រប់យ៉ាងតាមតែបំណងថ្នាក់នោះកូនត្រូវតែមាននៅគុណសម្បត្តិដទៃផ្សេងទៀតឲ្យបានច្រើនជាគ្រឿងអលង្ការតើបកូនអាចមាននៅដំណើរជីវិតប្រព្រឹត្តទៅល្អបានបើប្រជានៅគុណសម្បត្តិសេចក្តីល្អផ្សេងហើយទោះបីមានទ្រព្យសម្បត្តិយុស័ក្តិធំប៉ុណ្ណាមានមុខតំណែងខ្ពង់ខ្ពស់ប៉ុណ្ណាក៏ដោយក៏មិនអាចមាននៅសេចក្តីសុខដ៏ពិតប្រាកដដែរត្រឹមតែជាការបកបញ្ឆោតខ្លួនឯងប៉ុណ្ណោះហើយត្រូវបញ្ឆោតឲ្យរីករាយរំភើបទៅរហូតក្នុងមួយថ្ងៃរកតម្លៃខ្លឹមសារពិតនៃជីវិតមិនមាននៅក្នុងសាលាដែលកូនរៀនក៏មានវិជ្ជាសិលធម៌សូមកូនយកចិត្តទុកដាក់សិក្សាឲ្យមែនតែណាកូនពិតមែនតែវិជ្ជាព្រះពុទ្ធសាសនាឬវិជ្ជាសិលធម៌នេះដាក់ឲ្យមានការប្រឡងក្នុងសាលាតិចតួចក៏ដោយប៉ុន្តែមនុស្សទាំងឡាយគេបានចេញវិញ្ញាសាផ្នែកសិលធម៌នេះផ្ទាល់ក្នុងជីវិតគ្រប់ពេលគ្រប់វេលាច្រើនជាងវិជ្ជាណាទាំងអស់ណាកូនស្រីវិជ្ជានេះមានការចាំបាច់ដល់ដំណើរជីវិតច្រើនជាទីបំផុតជាការចាំបាច់ដល់ថ្នាក់ខានមិនបានតែម្ដងនៅកូនស្រីម៉ែកូនស្រីពុកកូនប្រុសម៉ែកូនប្រុសពុកកូនជាទីស្រឡាញ់របស់ពុកម៉ែបើមនុស្សយើងរៀនក្នុងសាលាគ្រាន់តែដើម្បីចេញមកប្រកបអាជីពរកស៊ីចិញ្ចឹមជីវិតទេនោះតើមនុស្សនិងសត្វ
ដល់ប្រសាវិសេសជាងសត្វលោកប្រភេទដទៃទៀតយ៉ាងដូចម្ដេចទៅព្រោះសត្វដទៃសំបីមិនបានចូលរៀនក្នុងសាលាក៏អាចមានជីវិតរស់នៅបានដែរទាំងដែលពពួកសត្វខ្លះមើលទៅទំនងជារស់នៅសប្បាយជាងមនុស្សខ្លះទៅទៀតផងព្រោះអាស្រ័យហេតុនេះការសិក្សាទៅគួរឲ្យមានទើសដៅខ្ពង់ខ្ពស់ប្រសើរជាងការសិក្សាដោយត្រឹមតែដើម្បីចិញ្ចឹមជីវិតតែម្យ៉ាងនោះគឺគួរឲ្យមានទើសដៅនៅក្នុងការអប់រំចិត្តដើម្បីឲ្យមានចិត្តខ្ពស់បានទៅជាមនុស្សចេះព្យាយាមកាត់បន្ថយនៅកិលេសព្រោះកិលេសវាជាគ្រឿងទាញចិត្តឲ្យធ្លាក់ចុះទាបនឹងឲ្យថោកទាបដោយបៀតដែរណាកូនសេចក្តីនេះមិនមែនមានន័យថាការប្រកបមុខរបរចិញ្ចឹមជីវិតសំខាន់នោះទេម៉ែដឹងហើយថាបច្ច័យ4ជារបស់ចាំបាច់សម្រាប់មនុស្សការខ្វះខាតបច្ច័យ4ធ្វើឲ្យមនុស្សលំបាកមានការរំខានក្នុងចិត្តកង្វល់ដល់អនាគតនឹងមានសេចក្តីដឹងខ្លួនជាទុកក្នុងរឿងផ្សេងប៉ុន្តែការខ្ជះខ្ជាយវាមិនពិតវាក៏ធ្វើឲ្យមនុស្សប្រឈមមុខនឹងទុក្ខលំបាកកង្វល់បានដែរដូច្នេះកូនត្រូវចេះគិតឲ្យមែនទែនម៉ែសូមបញ្យល់កូនអំពីសិលធម៌និងសេដ្ឋកិច្ចក្នុងជីវិតប្រចាំថ្ងៃសេដ្ឋកិច្ចដែលពិតប្រកបរមែងមិនទាស់នឹងច្បាប់សិលធម៌ក៏ដូចគ្នាដែរគឺសិលធម៌ពិតប្រកបត្រូវតែមានសេដ្ឋកិច្ចដែលល្អប្រព្រឹត្តទៅព្រមគ្នាកូនត្រូវយល់ពាក្យនេះថាសេដ្ឋកិច្ចដែលពិតប្រកបត្រូវតែមិនប្រជែងយកប្រៀបលើគ្នាគឺត្រូវការធ្វើដោយការលះបង់សេចក្តីសុខដល់អ្នកដទៃដែលមានទំនាក់ទំនងជាមួយគ្នាហើយអ្នកដទៃប្រហែលនឹងខ្លួនឯងដែរតើមិនមានការយកប្រៀបលើគ្នានេះឯងគឺជាសិលធម៌ដ៏ខ្ពង់ខ្ពស់ការបាត់ដូចនេះសិលធម៌ដែលពិតប្រកបត្រូវតែជាសិលធម៌ដើម្បីការរស់នៅដ៏ប្រសើររបស់មនុស្សជាតិនិងដើម្បីសុវត្ថិភាពនៃសង្គមនឹងឯងគឺមិនមែនជាសិលធម៌ដែលអណ្ដែតទៅខ្ពស់បំផុតពីសេចក្តីពិតនៃជីវិតមនុស្សនោះឡើយដូច្នេះសិលធម៌និងសេដ្ឋកិច្ចត្រូវតែដើរទៅព្រមគ្នាតើនឹងឲ្យនៅសេចក្តីសុខសាន្តដល់មនុស្សក្នុងសង្គមទៅបានសូមឲ្យកូនសាកគិតមើលបើមនុស្សក្នុងសង្គមរបស់យើងមានបាននៅទ្រព្យល្មមប្រើប្រាស់និងល្មមហូបចុកហាឬក៏ច្រើនបរិភោគចំណឹងទៅទៀតក៏ដោយតើវាអាចបញ្ចប់នៅបញ្ហាឬតាមពិតមនុស្សក៏នៅតែឆ្លោះគ្នាដណ្ដើមទ្រព្យគ្នាបៀតបៀនសម្លាប់គ្នាច្រណែនឈ្នះនេះគ្នានិងព្យាបាទគ្នាជាដដែលព្រោះមនុស្សមានក្រពះតណ្ហាបើភ្លៀងធ្លាក់ចុះមកនៅដុំមាស
មនុស្សក៏នៅតែកាប់សម្លាប់គ្នាដើម្បីដណ្ដើមដុំមាសនឹងឯងព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាសូមបីភ្នំមាសពីរក៏មិនល្មមដល់សេចក្តីត្រូវការរបស់មនុស្សម្នាក់ដែរកូនតាទៅដណ្ដើមនៅភ្នំមាសអ្នកដទៃទៀតជាមិនខាននេះព្រោះតែការមិនចេះគ្រប់គ្រាន់នៃមនុស្សលោកព្រោះហេតុដូច្នេះការសិក្សាត្រូវតែឲ្យមានការរីកចម្រើនផ្លូវចិត្តលះបង់ផ្លូវការលុបលន់នឹងការខាងក្រោតនិងសេចក្តីល្ងងព្រមទៅជាមួយគ្នានឹងការចម្រើននៅចំណេះដឹងការសិក្សាដោយគ្រាន់តែដើម្បីជាឧបករណ៍នៃកិលេសប៉ុណ្ណោះប្រៀបៀបដូចគេចាប់អាសៀរពឹសនៅត្រង់កន្ទុយអញ្ចឹងឯងណាកូនស្រីម៉ែការប្រព្រឹត្តហូរជារបស់ដ៏សំខាន់ក្នុងសង្គមមនុស្សតែមនុស្សយើងច្រើនតែមើលមិនឃើញសេចក្តីសំខាន់នេះប្រៀបដូចជាការមើលឃើញភាពល្អស្អាតនៃដើមឈើតែមើលមិនឃើញនៅឫសដែលជារបស់ដ៏សំខាន់ក្រៃលែងក្នុងការចម្រើននៃដើមឈើនោះដូច្នោះឯងបើមនុស្សលើផែនដីនេះអត់អាហារបរិភោគមួយថ្ងៃវាមិនជាគ្រោះថ្នាក់អ្វីដែលនាំឲ្យស្លាប់នោះឡើយតែបើមនុស្សគ្រប់គ្នាអត់សិលធម៌នោះទេដោយត្រឹមតែមួយផ្លែប៉ុណ្ណោះដូចជាអត់សិលខទី1ក្នុងសិល5មនុស្សត្រូវសម្លាប់គ្នាស្លាប់រាប់ចំនួនមិនអស់នាំឲ្យមានសេចក្តីក្តៅក្រហាយដ៏ខ្លាំងក្លាកើតឡើងសេចក្តីនេះជាការបញ្ជាក់ឲ្យឃើញថាការប្រព្រឹត្តធម៌មានសេចក្តីសំខាន់ដល់ក្រៃលែងគឺជាឫសគល់នៃសន្តិភាពក្នុងសង្គមសន្តិសុខក្នុងពិភពលោកដើម្បីឲ្យកូនបានឃើញនូវសម្បត្តិដ៏មានតម្លៃបំផុតនៅក្នុងជីវិតពិតម៉ែសូមឲ្យកូនតាំងចិត្តធ្វើជាមនុស្សល្អព្យាយាមស្វែងរកចំណេះមកដាក់ខ្លួនកូនត្រូវប្រើពេលវេលាឲ្យមានប្រយោជន៍ដោយការអានសៀវភៅផ្សេងដូចនេះកូនអាចជជែកជាមួយអ្នកប្រាជ្ញបានគ្រប់គ្នាដោយការអានសៀវភៅសូមកូនកុំសម្លាប់ពេលវេលាឬហាត់ពេលវេលាចោលឲ្យសោះណាកូនស្រីម៉ែកូនស្រីពុកកូនប្រុសម៉ែកូនប្រុសពុកបុគ្គលណាសម្លាប់ពេលវេលារឿយពេលវេលានឹងត្រឡប់បែរមកសម្លាប់នៅបុគ្គលនោះវិញជាមិនខានឲ្យជាមនុស្សចាំស្លាប់ទាំងរស់ពលគឺធ្វើឲ្យបុគ្គលនោះឯងរស់នៅយ៉ាងឥតប្រយោជន៍មានតែបង្កទុក្ខទោសដល់ខ្លួនឯងនិងដល់សង្គមទៀតផងមានមនុស្សចំនួនច្រើនណាស់ដែលធ្វើការនិងមានការដើម្បីខំប្រឹងរកប្រាក់ខែបន់ឲ្យតែឆាប់ដាច់ខែនិងបានបើកប្រាក់ខែតើគេមាននឹកទេថាមួយខែដែលកន្លងទៅជីវិតត្រូវអស់មួយខែតើជីវិតមួយខែគេកំណត់តម្លៃប៉ុន្មានបានប្រាក់មកតែជីវិតត្រូវអស់សេចក្តីស្លាប់ចូលមកចិត្តគ្រប់ដង្ហើមសេចក្តីល្អដែលត្រូវធ្វើមានច្រើនណាស់
ការងារចិញ្ចឹមជីវិតដែលត្រូវធ្វើក៏មានច្រើនដែរណាកូនធ្វើយ៉ាងណាក៏មិនចេះអស់តែហេតុដូចម្ដេចណោទៅចេះមានមនុស្សនិយាយថាមិនដឹងធ្វើអ្វីហើយក៏បោះបង់ពេលវេលាចោលគួរឲ្យស្ដាយណាស់ធម្មជាតិបានឲ្យពេលវេលាដល់មនុស្សយើងស្មើគ្នាក្នុងមួយថ្ងៃអ្នកណាក៏យកទៅធ្វើអ្វីក៏បានតែគេប្រើពេលវេលាឲ្យមានប្រយោជន៍ជីវិតរបស់គេក៏មានប្រយោជន៍ក្នុងថ្ងៃនេះម៉ែដាស់ទឿនកូនបន្ថែមបន្តិចទៀតថាអ្វីដែលកូនចង់បានតាមអំណងចិត្តរបស់កូននោះវាមិនអាចធ្វើឲ្យកូនបានឆ្អែតគ្រប់គ្រាន់ឡើយណាកូនរបៀបដោយកូនកាលមិនទាន់បានកង់ហើយទាម៉ែទិញកង់ដូច្នោះឯងឥឡូវមិនទាន់បានប៉ុន្មានផងឃើញថាកូនធុញទ្រាន់នឹងកង់ទៅហើយបញ្ជាក់ឲ្យឃើញថាកូនខ្វះអំណត់អត់ធន់ខ្វះការតស៊ូខ្វះការព្យាយាមខ្វះធម៌សន្តោសដូច្នេះកាលបើកូននៅតែខ្វះគុណធម៌ទាំងនេះជារឿងរហូតនោះកុំនិយាយត្រឹមតែបន្ទោទោះបីជាកូនបានរថយន្តក៏កូនមិនឆ្អែតឡើយម៉ែសូមផ្ដាំដល់កូនគ្រប់គ្នានៅក្នុងពេលនេះតែម្ដងថាគុណសម្បត្តិរបស់ស្ត្រីរបស់របរប្រើប្រាស់ក្នុងផ្ទះកាលបើមានប្រាក់ល្មមទិញប្រើក៏បានក៏ទិញទៅណាកូនព្រោះជារបស់ប្រចាំជីវិតក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃមិនគួរកំណាញ់ស្វិតឲ្យជីវិតរស់នៅលំបាកលំបិននោះឡើយម្យ៉ាងទៀតមិនត្រូវខ្ជះខ្ជារហូតដល់ថ្នាក់មិនដឹងតម្លៃសម្បត្តិទ្រព្យនិងដឹងតម្លៃមាសប្រាក់ដែលរកបានដោយលំបាកនោះឡើយការរៀបចំជីវិតឲ្យរស់នៅក្នុងរវាងកណ្ដាលនៃសេចក្តីកំណាញ់និងការខ្ជះខ្ជាយនេះឯងគឺជាការងាររបស់មនុស្សមធ្យាទគឺជាមនុស្សដែលរៀបចំជីវិតឲ្យស្ថិតនៅចំកណ្ដាលនិងសេចក្តីល្អផ្សេងគុណធម៌គ្រប់យ៉ាងរមែងមានការប្រព្រឹត្តទៅជាផ្លូវកណ្ដាលទាំងអស់ព្រោះដូច្នេះបើកូនត្រូវការរកនៅគុណធម៌របស់ខ្លួនក៏សូមឲ្យកូនកាន់យកនៅផ្លូវកណ្ដាលតួយ៉ាងដូចជាសេចក្តីក្លាហានត្រូវតែនៅរវាងការភ័យខ្លាចផ្ដេសផ្ដាសនឹងការប្រហើនកោងកាងសេចក្តីក្លាហាននេះទៅជាគុណធម៌ឬដូចជាសេចក្តីព្យាយាមដែលនៅកណ្ដាលរវាងការខ្ជិលនិងការប្រឹងជ្រុលនគរសេចក្តីព្យាយាមនេះទៅជាគុណធម៌កូនបានប្រាប់ម៉ែថាសិស្សរួមថ្នាក់របស់កូនខ្លះគេមានការរស់នៅដោយការចាយវាខ្ជះខ្ជាយសប្បាយរីករាយមាននៅទ្រព្យសម្បត្តិនិងមនុស្សដែលបានបម្រើសេចក្តីត្រូវការច្រើនសន្ធឹកសន្ធាប់ចង់ទៅលេងឯណាក៏ទៅបានចង់បរិភោគអ្វីក៏បរិភោគបានចំណែកកូនមិនអាចធ្វើយ៉ាងនេះបានឡើយណាកូនម៉ែមានការពេញចិត្តនិងសប្បាយចិត្តនៅត្រង់ដែលកូន
មិនអាចធ្វើដូចនោះបានការធ្វើតាមតែចិត្តខ្លួនឯងនិងការបានប្រសពគ្រប់តាមតែចិត្តចង់ក្នុងបឋមអ្វីនោះនិងការសាងឧបនិស្ស័យមិនល្អក្នុងខ្លួនក្មេងកាលបើឧបនិស្ស័យបែបនេះមមតំក្នុងសន្តានក៏រមែងមានផលអាក្រក់នៅខាងចុងតាមតែកម្លាំងនៃឧបនិស្ស័យមិនល្អនេះឯងម៉ែសូមឲ្យកូនចេះគិតខ្លាចរឿងនេះក្នុងជីវិតផងក្មេងៗសពថ្ងៃដោយច្រើននៅតាមទីក្រុងនិយមហឺហាចូលចិត្តដើរលេងឥតប្រយោជន៍សប្បាយរីករាយចែកប្រាក់ឥតគិតមិនចូលសាលាមិនចូលផ្ទះមានគ្នាប្រុសស្រីផ្ដេសផ្ដាស់ក្មេងប្រុសចេះផឹកស្រាជក់បរិយបណ្ដាលស្រីបំផ្លាញប្រាក់របស់ម៉ែឪនៅផ្ទះនៅស្រុកកំណើតម៉ែឪនៅតាមខេត្តបញ្ជូនកូនស្រីខ្លះកូនប្រុសខ្លះឲ្យមករៀននៅរាជធានីភ្នំពេញមិនកូនដែលមិនចេះអាណិតដល់ម៉ែឪរបស់ខ្លួនយកប្រាក់មកដើរលេងផ្លិតភ្លើនហើយប្រាប់ទៅម៉ែឪថាម៉ែឪប្រាក់មិនគ្រប់ព្រោះត្រូវការរៀនច្រើនមិនលោះហើយម៉ែឪត្រូវប្រឹងរកប្រាក់បែកញើសហូរញើសទ្រាំខំថ្មិញអត់ធន់ដើម្បីឲ្យកូនបានរៀនបន្តពេលខ្លះត្រូវបង្ខំពេកក៏លក់ស្រែលក់ចំការលក់គោលក់ក្របីក៏មានកូនខ្លះល្ងងដូចក្របីចោះចេះដូចឆ្មាម៉ែឪអន់ចិត្តលន់មាត់ពោលថាលក់គោឲ្យក្របីរៀនក្របីមែនក្របីនឹងក្រាន់បើជាងទោះបីល្ងងមិនដេញមិនដាក៏កូនអាចប្រើបានឲ្យគ្នាទាញនឹងកលភ្ជួរស្រែអូររទេះប៉ុន្តែកូនដែលល្ងងនោះគិតតែបំផ្លាញប្រាក់ម៉ែឪលុយរបស់ម៉ែឪទោះបីម៉ែឪឬក៏គ្រូលោកគ្រូអ្នកគ្រូខំទៅមានព្រាមប្រដាប់យ៉ាងណាក៏ដោយក៏នៅតែប្រហែលគ្នានឹងនិយាយឲ្យឆ្មាស្ដាប់បង្ករឿងសំខាន់នេះមិនចេះចប់ឡើយកូនស្រីម៉ែសូមកូនស្រីមានស្រីសុស្ដីតាមធម្មជាតិគឺជាស្រីដែលមាននៅគុណសម្បត្តិរបស់ស្រីល្អប្រសើរក្នុងភាពជាស្រីគួរឲ្យជាទីស្រឡាញ់ព្រោះមានសភាពជាស្រីមានខ្លួនសង្រួមចំណេញមានសេចក្តីសប្បាយរីករាយក្នុងភាពជាស្រីល្អតាមធម្មជាតិកូនស្រីមិនចាំបាច់លេងខ្លួនឆាត់ឆាយខ្លាំងពេករហូតដល់បាត់បង់នៅសម្បត្តិចរិយារបស់ខ្លួនជាស្រីនោះឡើយកូនស្រីម៉ែត្រូវហ្វឹកហាត់អប់រំខ្លួនឲ្យបានជាមនុស្សមាំទាំរៀបចំជីវិតទៅតាមឋានៈឲ្យបានសមរម្យដល់ខ្លួនឯងប្រៀបបីដូចជាផ្កាយដែលមានកោចរទៅតាមវិថីរបស់ខ្លួនមិនមែនជាស្លឹកឈើជ្រុះដែលចេះតែរសាត់ទៅតាមខ្យល់បក់ហាត់នោះទេមនុស្សប្រភេទផ្កាយនេះមានតិចនៅក្នុងលោកប៉ុន្តែច្រើនតែបានជួបរសក់នៅសេចក្តីសម្រេចដ៏ប្រពៃក្នុងជីវិតបានទទួលសេចក្តីសុខដ៏ប្រណិតសុខុមមានសន្តិភាពក្នុងចិត្តនិងជាតួយ៉ាងដ៏ល្អប្រសើររបស់អ្នកដែលត្រូវការសេចក្តីសុខក្នុងផ្នែកនេះផងដែរមនុស្សស្លឹកឈើ
ជ្រុះគឺស្រេចលើលោកធម៌នាំទៅប្រសិទ្ធទៅតាមសម័យនិយមនៅក្នុងសង្គមរហូតបាត់បង់អស់នៅខ្លឹមសាររបស់ខ្លួនឯងរវល់តែវង្វេងជាមួយនឹងអ្វីដែលជាសម្បត្តិក្រៅមិនដឹងថាអ្វីដែលជាគុណតម្លៃពិតនៅអ្វីដែលគ្រាន់តែជារបស់คล้ายៗឡើយសូមអនុមោទនាបើចឹងអង្គខ្ញុំព្រះករុណាអាត្មាភាពបានបរិយាយរៀបរាប់នៅពាក្យពេចន៍របស់ម៉ែរបស់ឪមានការខុសឆ្គងដោយប្រការណានីមួយសូមប្រគុណម្ចាស់ញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្រប់បច្ចុប្បន្ននានាទូទាំង25ខេត្តក្រុងសូមការសំណាក់អធិស្ឋានដល់រូបអង្គខ្ញុំព្រះករុណាអាត្មាភាពផងសូមប្រគេនបុណ្យប្រគេនកុសលកាត់ឡើងនៃធម្មទាននេះបន្តចំដុំវិញ្ញាណក្ខន្ធបុព្វការីជននិងយត្តកាទាំង7សន្តានដែលបានធ្វើមរណកាលបែកកែរំលែកខណ្ឌទៅកាន់លោកខាងមុខហើយនោះសូមមកទទួលយកផលបុណ្យអំណាចនៃធម្មទានក្នុងថ្ងៃនេះចូលកាត់មានដល់ញាតិរបស់ញាតិញោមពុទ្ធបរិស័ទប្រុសស្រីសូមបានរួចចាក់ទុកគ្រប់គ្នាអនុមោទនាបើញាតិញោមមានសទ្ធាជ្រះថ្លាញោមអាចចូលរួមជាបច្ច័យសម្រាប់ការផ្សាយប្រធមនិងបច្ច័យសម្រាប់ការចាក់ដីចំនួន400ឡាននៅក្នុងបរិវេណនៃវត្តអង្គពុយព្រៃក្រាស់នៅខាងត្បូងព្រះវិហារនិងខាងជើងព្រះវិហារសូមញាតិញោមពុទ្ធបរិស័ទទាំងអស់ចូលរួមចាប់កុសលផលបុណ្យចំណាស់តាមរយៈលេខទូរស័ព្ទនេះលេខទូរស័ព្ទអាត្មាភាពបើញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីគ្រប់បច្ចុប្បន្ននានាបានលើនៅការបរិយាយនៃប្រគុណម៉ែមានប្រមាណប៉ុណ្ណេះនេះសូមមេត្តាសំណាក់អធ្យាស្រ័យដល់រូបអង្គខ្ញុំព្រះករុណាអាត្មាភាពផងពីព្រោះការបរិយាយរាយរាំអត្តន័យការចេះចាំបន្តិចបន្តួចនៅក្នុងការយកមកបរិយាយនេះសូមការខុសឆ្គងដោយប្រការណាពាក្យពេចន៍សម្ដែងទៅហើយសូមឲ្យប្រគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទប្រុសស្រីជាអ្នកប្រៃព្រឹត្តនិតកវ័យខាងពធទេសនាសូមការអនុគ្រោះមេត្តាខន្តីប្រណីអន្តោសដល់រូបអង្គខ្ញុំព្រះករុណាអាត្មាភាពផងសូមឲ្យញាតិញោមពុទ្ធបរិស័ទជ្រះថ្លាអនុមោទនារួចចាក់ទុកទាំងអស់គ្នាសូមអនុមោទនាសូមអរព្រគុណនិងអរគុណ